បាយស្រឡាញ់ស្ត្រីខ្មែរត្រង់ណាខ្ញុំស្រឡាញ់ស្ត្រីខ្មែរគឺពូកែធ្វើការពូកែធ្វើម្ហូបពូកែសពគ្រប់ដល់ពេលយើងទៅដល់កន្លែងធ្វើការពេលយើងបាយជុំគ្នាមួយអ្នកធ្វើការមួយគ្នាជនជាតិគេផ្សេងទៀតណាគេសួរថាម្ហូបណែទិញនៅរេស្តូរ៉ង់ណាខ្ញុំថាអត់ទេខ្ញុំអត់ទិញទេប្រពន្ធខ្ញុំលើករេស្តូរ៉ង់ប្រពន្ធខ្មែរហ្នឹងហើយគេថាគេគួរចំណែនណាគេថាតែចង់មកប្រពន្ធខ្មែរដែរម្ហូបឆ្ងាញ់រាល់ថ្ងៃអ្នកជួយគាត់គេនិយាយលេងថាចុះលេងគ្នាទៅយកប្រពន្ធខ្មែរទៅដើម្បីបានម្ហូបរាល់ថ្ងៃសម័យនេះស្ត្រីគឺគាត់ធ្វើការច្រើនជាងមនុស្សប្រុសគាត់ប្រាប់ថាម្ដាយក៏ឲ្យគាត់រៀនទេថ្ងៃរៀនទៅពិបាកតែចេះទៅសេសបុតរោប្រុសអីណាអញ្ចឹងណាបើនិយាយទៅការងារខ្លះស្ត្រីធ្វើល្អបានជាងបុរសសម្រាប់រដ្ឋ Island តែខ្ញុំនៅរដ្ឋសប្តាហ៍ថ្ងៃណាសមាគមខ្មែររដ្ឋ Island ប្រធានសមាគមជាស្ត្រីថ្មីនេះមានព្រឹទ្ធសភាស្ត្រីម្នាក់ជាជនជាតិខ្មែរនៅក្នុងរដ្ឋ Massachusetts ឃើញគាត់ទៅជាប់ជាព្រឹទ្ធសភាថារដ្ឋអាមេរិកគេគិតមើលមនុស្សប្រមាណលាននាក់ហើយគេរើសយកយើងម្នាក់មកធ្វើជាព្រឹទ្ធសភាចាយដល់នេះគេរើសចោលខ្មែរអត់ទេក៏មានសមត្ថភាពក្នុងការធ្វើការបានគេបោះឆ្នោតជ្រើសរើសយកគាត់មិនមែនគាត់ឡើងតាមខ្សែណាមិនមែននៅស្រុកផ្សេងស្រុកខ្លះគេឡើងតាមខ្សែឡើងតាមឪឡើងតាមកូនអត់ទេនៅស្រុកអាមេរិកនេះគឺគេបោះឆ្នោតយ៉ាងយុត្តិធម៌បំផុត50% នៅមនុស្សនៅប្រទេសកម្ពុជាគឺជាស្ត្រីប៉ុន្តែខាងដូចជា leadership គឺមានស្ត្រីទូចមែនទែនភាគតិចមែនទែនពេលគាត់ធ្វើការប្រាក់ខែគាត់20ទៅ 30% តិចជាងបុរសច្បាប់ការងារនៅស្រុកអាមេរិកគេអត់មានគិតថាអ្នកឯងស្រីឬអ្នកឯងប្រុសដើម្បីទទួលបានប្រាក់ខែតិចឬច្រើនទេគេគិតទៅលើសមត្ថភាពហើយកុំធ្វើអីកិច្ចការហ្នឹងកិច្ចការមនុស្សស្រីឯងកិច្ចការប្រពន្ធឯងទុកឲ្យប្រពន្ធធ្វើបើសិនតែយើងឥឡូវចាំគាត់ថាការងារហ្នឹងការងារមនុស្សស្រីយើងកុំធ្វើយើងទុកឲ្យមនុស្សស្រីមកដល់ផ្ទះវិញចាំធ្វើអាហ្នឹងគឺសុភមង្គលក្នុងគ្រួសារគឺអត់មានទេហើយអត់បាយញ៉ាំទាំងអស់គ្នាទេអត់បាយញ៉ាំទាំងអស់គ្នាមនុស្សស្រីគាត់ពូកែរោចំណូលបានច្រើនជាងមនុស្សប្រុសទៀតសម្រាប់ខ្ញុំអត់ប្រកាន់ទេកន្លែងហ្នឹងព្រោះអីបើថាកាលណាបើមនុស្សប្រុសមកធ្វើអនឡាញលក់អនឡាញអញ្ចឹងអត់មានណាទិញទេខ្ញុំជឿថាអត់មានណាទិញទេអញ្ចឹងអត្តពលមួយកន្លែងហ្នឹងសម្រាប់មនុស្សស្រីខ្លាំងហើយមួយថ្ងៃគេរោបាន1000នោះមនុស្សប្រុសចូលទៅហ្នឹងមិនបាន100ផងក៏ថាបានដែរណា social media សប្តាហ៍ថ្ងៃគឺអត្តពលខ្លាំងមែនទែនអាចធ្វើឲ្យមនុស្សរីកចម្រើនដោយសារ social media យើងអាចធ្វើឲ្យមនុស្សដុនដាបបាក់ខូចកេរ្តិ៍ឈ្មោះក៏ដោយសារ social media ដែរចាស់គាត់ថាការឆ្លងទន្លេគឺផ្សងគ្រោះថ្នាក់គឺពិបាកគាត់អាចបាត់បង់ជីវិតកណ្ដាលទន្លេនឹងថាបានដែរអញ្ចឹងអាពាក្យការប្រសូតកូនគឺដូចគ្នានឹងការឆ្លងទន្លេគាត់បាត់បង់ជីវិតនៅពេលគាត់កើតកូន Your voice matter. Women are capable of leading the country even if it starts with the smallest move to speak up against what you believe is injustice. Speak up for justice. Come on, warriors, standing tall and proud. Voices like thunder, defying every cloud. Fighting for tomorrow, they shout out loud. In the name of freedom, they gather as a crowd. Welcome to this episode of My Future Podcast ថ្ងៃនេះយើងមានប្រធានបទថាស្អីទៅជាអធិពលរបស់ស្ត្រី Women's Empowerment ប៉ុន្តែថ្ងៃនេះ we have a little bit of a twist for today ធម្មតាពេលយើងនិយាយពីរឿងស្ត្រីលើកស្ទួយស្ត្រីយើងនិយាយយើងអញ្ជើញស្ត្រីដែលគាត់ធ្វើកិច្ចការសង្គមរាល់ថ្ងៃឬក៏ជាមេផ្ទះគឺស្ត្រីយើងអញ្ជើញគាត់មក share experience មកធ្វើជាភ្ញៀវកិត្តិយសប៉ុន្តែថ្ងៃនេះខ្ញុំមានបរិះខ្មែរដើម្បីយើងបានអញ្ជើញគាត់មកឡើង My Future Podcast ដើម្បីយើងចង់សួរគាត់ថាស្អីទៅជាឥទ្ធិពលស្ត្រីហើយជាពិសេសស្ត្រីខ្មែរឥទ្ធិពលស្ត្រីខ្មែរមានអីខ្លះអញ្ចឹងwe will introduce បង Sovan Camera who is our guest of honor today បាទជំរាបសួរខ្ញុំ Sovan Camera ខ្ញុំនៅជាអ្នកស្រុកបាត់ដំបងហើយខ្ញុំមកនៅសហរដ្ឋអាមេរិកនេះឆ្នាំ2006បើនិយាយទៅខ្ញុំមិនមែនជាអ្នកដើមកំណើតនៅបាត់ដំបងទេប៉ុន្តែស្រុកកំណើតពុកម្ដាយនៅខាងបាត់ដំបងស្រុកមុខរស័យខ្ញុំកើតនៅខាងជំរំខោវិដាងឯងជំរំខោវិដាងហើយក្រោយពីជំរំខោវិដាងគេបានបិទជំរំទៅគេឲ្យខ្មែរយើងមាតុភូមិនិវត្តត្រឡប់ទៅស្រុកខ្មែរវិញខ្ញុំក៏រស់នៅក្នុងស្រុកមុខរស័យខេត្តបាត់ដំបងជាមួយនឹងឪពុកម្ដាយ
ហើយខេត្តនៅខាងមកមានល្បីម្ហូបអីខ្លះបងព្រោះខ្ញុំឮខាងបាត់ដំបងមានម្ហូបច្រើនណាមានតាំងពីផ្លែឈើតាំងពីអង្គតាំងពីក្រូចពោធិ៍សាត់អីហើយនៅខាងមកមានអីដែរបង ខាងមកដូចជាមិនមានអីឲ្យលេចធ្លោប្រហែលទេប៉ុន្តែគេមានបើនិយាយទៅផ្លែឈើឬម្ហូបអាហារអីវាមិនខុសពីទីរួមខេត្តបាត់ដំបងទេគឺមិនឆ្ងាយពីគ្នាទេពីម៉ោងទៅបាត់ដំបងហ្នឹងប្រហែលជាបើសិនជាបើកឡានប្រហែលជា30ទៅ40នាទីឯងព្រោះឥឡូវផ្លូវវាស្រួលណា ចា បើថាពីមុនអាហ្នឹងมันពិបាកយើងធ្វើដំណើរពីម៉ោងទៅបាត់ដំបងប្រហែលជាអាចចូល1ម៉ោងអីផ្លូវវាពិបាកហ្នឹងហើយនៅខាងស្រុកខាងខេត្តបាត់ដំបងគឺភាគច្រើនគឺសម្បូរផ្លែឈើក្រូចពោធិ៍សាត់ហើយផ្លែមានផ្លែហ្នឹងច្រើនណាស់ព្រោះអីខ្ញុំធ្លាប់មានស្គាល់មានម្ដាយធរនៅខាងស្រុកអូដំបងនៅជិតបាត់ដំបងនោះដែរនៅខាងស្រុកបណ្ណន់ខាងអីហ្នឹងគឺខាងហ្នឹងខាងចំការទៅខាងតាមមាត់ស្ទឹងទៅខាងបែកខាងលើហ្នឹងគឺគេធ្វើខាងចំការ ហើយបងឯងធ្លាប់ធ្វើជាអ្នកចំការដែរ អត់ទេខ្ញុំអត់ដើរធ្វើចំការប៉ុន្តែធ្លាប់ទៅលេងចំការទៅលេងអូអញ្ចឹងមានន័យថាអ្នកចំការធ្វើដាំផ្លែឈើដាំផ្លែឈើឲ្យបងឯងទៅដល់ញ៉ាំបណ្ដោយទៅដល់ញ៉ាំតែម្ដងឃើញឆ្ងាញ់ណាស់តបែកនៅខាងតបែកក្រូចផ្លែមានផ្លែយោច្រើនមែនទែនឆ្ងាញ់មែនទែននៅខាងហ្នឹង ហើយបងឯងមកដល់អាមេរិកតាំងពី2006ឥឡូវ2026ហើយហ្មង20ឆ្នាំ20ឆ្នាំបងឯងនឹកអីគេខ្លាំងជាងគេនៅខេត្តបាត់ដំបងនៅខាងម៉ោងនឹកបញ្ជូរគ្រឿងត្រឡប់បញ្ជូរគ្រឿងពោះគោនៅខាងម៉ោងដោយអត់ដែរបានខ្ញុំបញ្ជូរគ្រឿងពោះគោនៅខាងម៉ោងចេះនៅខាងម៉ោងមានគេមានដូចជាតូបគេមួយគេហៅថា street food អញ្ចឹងស្រុក street food គេតូបគេលក់នៅតាមផ្លូវតាមអីអញ្ចឹងទៅគេលក់សម្លម្ជូរគ្រឿងពោះគោអញ្ចឹងទៅហើយឆ្ងាញ់ណាស់កន្លែងហ្នឹងនៅខាងភូមិស្ពានស្នោហៅភូមិស្ពានស្នោហើយខ្ញុំចង់សួរបងកន្លែងហ្នឹងពេលលក់តាមផ្លូវអញ្ចឹងភាគច្រើនស្ត្រីឬក៏បរោះឬក៏ម្ដាយឬក៏ឪពុកយាយតាដែលភាគច្រើនក៏លក់ម្ហូបលក់ផ្លែឈើតាមផ្លូវបង 99.99% គឺស្ត្រីបាទរឿងលក់ដូរហ្នឹងគឺភាគច្រើនគឺស្ត្រីហើយនៅសម្បីម្ដាយខ្ញុំក៏ជាអ្នកលក់ដូរដែរប៉ុន្តែគាត់អ្នកលក់បន្លែបលឹមឡើងខ្ញុំនៅចាំបានកាលខ្ញុំនៅខ្ញុំនៅក្មេងម៉ោង4ភ្លឺឡើយគឺងើបទៅជាមួយគាត់បើនិយាយពីរឿងការងារម្ដាយខ្ញុំគឺខ្លាំងជាងឪពុកខ្ញុំគាត់មិនសូវជាពូកែខាងការងារលក់ដូរអីចឹងទេនិយាយទៅគាត់មិនថាមិនពូកែគឺគាត់អត់ធ្វើតែម្ដងគាត់ខាងគ្រូខ្មែរគ្រូថ្នាំខ្មែរគឺនៅខាងគ្រូបរៀនណាមិនគ្រូបរៀនទេគ្រូខ្មែរហ្នឹងគឺគាត់អ្នកធ្វើអ្នកលាយថ្នាំខ្មែរមានរសឈើហ្នឹងហើយដូចដាក់ស្រាអីគេស្រាសស្រាត្រាំអីហ្នឹងណាយ៉ាហើយនៅខាងក្រោយផ្ទះខ្ញុំគឺមានគ្រប់មុខគាត់ឪពុកខ្ញុំគាត់ដាំមានតាំងពីបដូលពេជ្រមានតាំងពីមុខឈ្នៀងមានតាំងពីអ្វីក៏ដោយដែលពាក់ព័ន្ធជាមួយនឹងថ្នាំខ្មែរហ្នឹងគឺគាត់មានទាំងអស់នៅខាងក្រោយផ្ទះហ្នឹងហើយរឿងលក់ដូររស់ស៊ីលក់ដូរហ្នឹងគឺម្ដាយខ្ញុំខ្ញុំសរសើរគាត់ណាខ្ញុំគោរពគាត់ហើយសរសើរគាត់មែនទែនសរសើរត្រង់ថាគាត់ពូកែងើបម៉ោង4ភ្លឺឡើងគឺខ្ញុំទៅមួយគាត់កាលនោះខ្ញុំអាយុប្រហែលជា11 12ឆ្នាំនៅជំរំថៃនៅឡើយណាអត់តាន់មកដល់ស្រុកខ្មែរនៅជំរំនៅឡើយងើបពីម៉ោង4ភ្លឺហ្នឹងគឺគាត់ទៅលើកមហូបមហាគេច្រកថង់រួចស្រេចណាគេមានជ្រក់ចឹងទៅគេមានសាច់អាំងគេមានអីចឹងទៅឧទាហរណ៍ថាយើងលើកពីគេហ្នឹងទិញពីគេមក10ចឹងទៅគេគិតលុយយើងតែ8ហើយយើងយកមកលក់រេចឹងទៅជាងចំណេញបាន2ចឹងទៅហើយខ្ញុំក៏ទៅមួយគាត់ដែរប៉ុន្តែខ្ញុំអត់ទៅលើករបស់អស់ហ្នឹងមកលក់អីខ្ញុំយកនំប៉័ងពីកន្លែងគេផលិតកន្លែងគេដុតនំប៉័ងណាឡគេដុតនំប៉័ងហ្នឹងយកទៅលក់ជាមួយគាត់គឺយើងទៅលក់នៅក្នុងមន្ទីរពេទ្យនៅជំរំខេត្តដាងហ្នឹងម៉ោង4ម៉ោង5ភ្លឺគឺយើងទៅហើយយើងលក់នៅក្នុងមន្ទីរពេទ្យហ្នឹងទៅដល់ម៉ោងទៅ2នាក់បងឯងហើយនឹងម៉ាក់ហ្នឹងតែ2នាក់គាត់នឹងឯងហើយលក់ទាំងរំទៅអស់ហ្នឹងម៉ោង6ភ្លឺម៉ោងអីហ្នឹងគឺអស់ហើយដល់ពេលអស់ហ្នឹងគឺបានទៅសាលារៀនហើយម្ដាយខ្ញុំគាត់ក៏ចឹងដែរគាត់
គាត់ចំណាស់មែនប៉ុន្តែក្រោយដែលគាត់លក់អស់ហ្នឹងគាត់ទៅរៀនទៀតគាត់ទៅរៀនខាងកាត់ដេរគាត់ទៅរៀនអក្សរបន្ថែមទៀតព្រោះអីកាលពីគាត់នៅស្រុកខ្មែរចំនួនសង្គ្រាមក៏អត់សូវបានរៀនទេចា ហើយគាត់សូវជាអក្សរអញ្ចឹងទៅគាត់គិតថាគាត់ចង់ចេះចង់អានចង់ដូចគេដូចឯងដែរអញ្ចឹងទៅក៏គាត់ទៅរៀនគេហៅអក្សរកម្មនៅស្រុកខេត្តដាហ្នឹងអក្សរកម្មសម្រាប់មនុស្សចាស់ភាសាអង់គ្លេសនឹងគេហៅអីប៉ុន្តែសម្រាប់មនុស្សចាស់ដែលហួសវ័យសិក្សាដែលហួសវ័យរៀនចាស់ពេកហ្នឹងគឺគេឲ្យរៀនថ្នាក់អក្សរកម្មហ្នឹងឯងដូចយើងរៀនកូនក្មេងអញ្ចឹងយើងរៀនចាប់ពីកខអីស្អស្អាតគាត់រៀនចឹងដែរ អញ្ចឹងថ្ងៃឡើងគាត់ធ្វើម្ហូបធ្វើអីលក់ម្ហូបលក់អីទៅហើយល្ងាចពីលក់ម្ហូបលក់អីហើយគាត់ទៅរៀនដើម្បីចេះភាសាខ្មែរចេះគេហ្នឹងដែរហ្នឹងហើយគាត់រៀនផងហើយគាត់លក់គ្រប់មុខបើនិយាយទៅម្ដាយខ្ញុំក៏លក់ច្រើនមុខអ្វីក៏ដោយដែលផ្គប់គង់គ្រួសារគាត់ដែលផ្គប់គង់គ្រួសារធ្វើដើម្បីគ្រួសារចាហើយតើបងនឹកអនុស្សាវរីយ៍លក់នំប៉័ងហ្នឹងនឹកនឹកខ្លាំងបើនិយាយទៅនឹកអនុស្សាវរីយ៍នៅជំរំខោយដាងហ្នឹងខ្លាំងជាងនៅស្រុកខ្មែរទៀតនៅជំរំខោយដាងគឺបើនិយាយរួមទៅយើងនៅក្មេងផងដល់ពេលយើងនៅក្មេងយើងមិនសូវជាខ្វាយខ្វល់រឿងចំណូលរឿងចំណាយគ្រួសារទេមានម្ដាយចាំហ្នឹងហើយយើងមានម្ដាយមានអីយើងគិតថាពីសុបាយហើយក្រោយមកឆ្នាំ92ដូចខ្ញុំប្រាប់អញ្ចឹងគេបិទជំរំហ្នឹងទៅអ្នកដែលបងប្អូនខ្មែរយើងដែលអត់បានចេញទៅប្រទេសទី3គឺគេឲ្យវិលត្រឡប់ទៅប្រទេសខ្មែរវិញទៅស្រុកខ្មែរវិញអញ្ចឹងពេលហ្នឹងបងទៅនៅម៉ោងបាទពេលហ្នឹងគឺយើងមកដល់ស្រុកខ្មែរបានមួយអាទិត្យគេមានជំរំមួយទៀតនៅក្នុងនៅតាមតំបន់ផ្សេងហ្នឹងដូចជាបើអ្នកណាគេចង់ទៅនៅខាងខេត្តណាអញ្ចឹងទៅគេមានជំរំគេដឹកពីជំរំហ្នឹងទៅដាក់ក្នុងជំរំនៅក្នុងខេត្តហ្នឹងប្រហែលជាមួយអាទិត្យក្នុងរយៈពេលមួយអាទិត្យហ្នឹងគេឲ្យយើងចេញពីជំរំហ្នឹងដើរទៅរកបងប្អូនថាបងប្អូនយើងនៅខេត្តណានៅស្រុកណាអញ្ចឹងណាដូចអញ្ចឹងទៅម្ដាយខ្ញុំក៏មានមីងក៏មានអីនៅខាងស្រុកមោងអីនៅសល់អញ្ចឹងទៅដល់ហើយទៅបានគាត់ជ្រើសរើសយកទៅនៅស្រុកមោងវិញនាំគ្រួសារទៅនៅស្រុកមោងហ្នឹងទៅចាអរគុណបងដែលបានប្រាប់ពីប្រវត្តិបងតាំងពីក្មេងតាំងពីភាពលំបាកម្ដាយធ្វើម្ហូបលក់កូនទៅយកនំប៉័ងលក់តាមម្ដាយហើយម្ដាយខំប្រឹងរៀនអ្វីដែលបងបានប្រាប់ខ្ញុំគឺខ្ញុំកោតសរសើរស្ត្រីខ្មែរមែនទែនគឺគាត់ខំប្រឹងទាំងគ្រប់គ្រងគ្រួសាររបស់គាត់ហើយនឹងទាំងការរៀនសូត្រចំណេះដឹងរបស់គាត់អញ្ចឹងបងបានប្រាប់ family history ខ្លះហើយខ្ញុំចង់សួរបងមួយទៀតព្រោះខ្ញុំដឹងថាបងមានប្រពន្ធខ្មែរបងមានប្រពន្ធខ្មែរខ្ញុំចង់បើកវងកញ្ចក់បន្តិចបាយស្រឡាញ់ស្ត្រីខ្មែរត្រង់ណាមិនថាសំទោសមិនថាតែខ្ញុំទេណាមិនថាតែខ្ញុំសូម្បីតែជនជាតិចាំហើយចាំត្រឡប់មកប្រាប់ថាស្រឡាញ់ត្រង់ណាគឺខ្ញុំស្រឡាញ់ស្ត្រីខ្មែរគឺពូកែជាពិសេសខ្ញុំមើលម្ដាយខ្ញុំជាគំរូស្ត្រីខ្មែរគឺគាត់ពូកែធ្វើការពូកែធ្វើម្ហូបពូកែសពគ្រប់ហើយមិនត្រឹមតែខ្ញុំទេដល់ពេលយើងមានប្រពន្ធជាខ្មែរពេលយើងទៅធ្វើការធ្វើអីចឹងប្រពន្ធខ្ញុំពេលខ្ញុំទៅធ្វើការចឹងក៏រៀបម្ហូបរៀបបាយទឹកឲ្យយើងដើម្បីយើងដាក់ទៅធ្វើការដល់ពេលយើងទៅដល់កន្លែងធ្វើការពេលយើងបាយជុំគ្នាជាមួយអ្នកធ្វើការមួយគ្នាជនជាតិគេផ្សេងទៀតណាគេសួរថាម្ហូបណែទិញនៅរេស្តូរ៉ង់ហ៎ខ្ញុំថាអត់ទេខ្ញុំអត់ទិញទេប្រពន្ធខ្ញុំងើបធ្វើរេស្តូរ៉ង់ប្រពន្ធខ្មែរហ្នឹងហើយពេលរេស្តូរ៉ង់នៅផ្ទះប្រពន្ធខ្ញុំអ្នកធ្វើហើយទៅគេថាគេគួរចំណែនភាគច្រើនគឺនៅស្រុកអាមេរិកកាំងនេះគឺខាងប្រពន្ធហ្នឹងគេអត់មកងើបធ្វើម្ហូបរៀបចំម្ហូបមហាយឲ្យអញ្ចឹងទេគេអត់ធ្វើអញ្ចឹងគេមានការងារគេផ្សេងមិនមែនថាគេខ្ជិលទេណាមិនមែនថាគេមិនរៀបម្ហូបឲ្យប្តីអីហ្នឹងគេខ្ជិលទេប៉ុន្តែការងារគេមានការងារគេផ្សេងអញ្ចឹងរបៀបរស់នៅក្នុងស្រុកអាមេរិកនេះគឺយើងរស់នៅរបៀបស្មើភាពគ្នាយើងធ្វើការរៀងខ្លួនហើយប៉ុន្តែប្រពន្ធខ្ញុំគាត់ធ្វើការគាត់ហើយគាត់មកជួយការងារខ្ញុំទៀតគាត់ធ្វើការខ្លួនគាត់ហើយក៏រៀបបាយទឹកឲ្យខ្ញុំទៀត
ដល់ពេលយើងយកទៅញ៉ាំនៅកន្លែងធ្វើការគេថាគេចំណែនគេថាតែចង់មកប្រពន្ធខ្មែរដែរមកហូបឆ្ងាញ់រាល់ថ្ងៃហើយរៀបបាយសំណាងហ្នឹងហើយសំណាងហើយពួកអ្នកនៅកន្លែងនិយាយត្រង់អ្នកនៅកន្លែងធ្វើការគេចំណែនគ្រប់គ្នាមែនគេថាគេចង់ឲ្យប្រពន្ធគេមានអ្នកខ្លះគេផ្ញើរូបទៅឲ្យប្រពន្ធគេទៀតនិយាយត្រង់ example គេចង់បានចេះគេផ្ញើរូបទៅឲ្យប្រពន្ធគេថានេះមើលប្រពន្ធមើលប្រពន្ធគាត់រៀបមហូបរៀបបាយឲ្យរាល់ថ្ងៃហើយចេះយើងវិញដល់ពេលនេះអ្នកជួយការគេនិយាយលេងថាអញ្ចឹងលេងគ្នាទៅយកប្រពន្ធខ្មែរទៅដើម្បីបានមហូបរាល់ថ្ងៃហ្នឹងហើយឥឡូវបែងការក្រៅពីការធ្វើរៀបចំមហូបរៀបចំអីហើយពេលបែងឃើញបោះស្រីដំបងមានអីដែលតាក់ទាញអារម្មណ៍មួយថ្ងៃមានអីដែលគិតថានេះហើយប្រពន្ធខ្ញុំមកជីវិតនេះអញ្ចឹងជាទូទៅមនុស្សប្រុសចាក្នុងគំនិតដំបងណាក្នុងគំនិតដែលជួបមនុស្សស្រីដំបងជាទូទៅគឺរូបសម្រស់សិនយើងមិនទាន់ស្គាល់យើងមិនទាន់ដឹងពីអត្តចរិតកប្បកិរិយាគេទេប៉ុន្តែគ្រាន់តែឃើញរូបសម្រស់ដែលយើងពេញចិត្តហ្នឹងគឺយើងបាក់ចិត្តស្រឡាញ់រួចហើយបន្ទាប់មកបានយើងនិយាយគ្នាត្រូវអញ្ចឹងទៅប្រើជីវិតនៅរស់នៅជាមួយគ្នាអញ្ចឹងទៅហើយបានយើងស្គាល់ពីកប្បកិរិយារបស់គេម្ដងតិចប៉ុន្តែរឿងជួបគ្នាដំបូងគឺរូបសម្រស់ហើយយើងពេញចិត្តនោះបាទនារីខ្មែរសម្រស់ស្អាតនារីខ្មែរសម្រស់ស្អាតប៉ុន្តែប្រពន្ធខ្ញុំហើយរំទុំទៀតហ្នឹងហើយប្រពន្ធខ្ញុំគាត់ខ្មែរមែនក៏ប៉ុន្តែបើសិនជាអ្នកផ្សេងគេមើលមកបើមិនប្រាប់គេអត់គិតថាគាត់ខ្មែរទេគេគិតថាគាត់នឹងកូនកាត់ជនជាតិអាហ្វ្រិកបាទសម្បុរគាត់ស្អែមហើយមុខមាត់គាត់មិនសូវជាដូចខ្មែរប៉ុន្មានទេតែនៅតែមានខាន់វប្បធម៌ខ្មែរហ្នឹងហើយចុះនៅផ្ទះឥឡូវសួររឿងបាយនៅក្នុងផ្ទះសិននៅផ្ទះរាល់ថ្ងៃអ្នកណាធ្វើម្ហូបច្រើនជាងគេពីមុនប្រពន្ធប៉ុន្តែក្រោយមកគាត់ទៅធ្វើការគាត់ធ្វើខាងកញ្ចក់ចឹងដល់វេនបងឯងធ្វើម្ហូបឲ្យគាត់ម្ដងហ្នឹងហើយដល់វេនខ្ញុំធ្វើម្ហូបម្ដងចុះលាងចាននឹងឯងអ្នកណាលាងច្រើនជាងគេកូនឥឡូវបានកូនប៉ុន្តែកូនមិននៅកូននៅរៀនយើងក៏ធ្វើដែរព្រោះអីយើងចេញធ្វើការមុនគេខ្ញុំចេញធ្វើការម៉ោងការងារខ្ញុំចូលម៉ោង 4 កន្លះភ្លឺហើយម៉ោង 12 ថ្ងៃត្រង់ខ្ញុំចេញហើយកាលណាខ្ញុំចេញមកអញ្ចឹងទៅខ្ញុំទៅធ្វើម្ហូបចូលផ្សារចូលអីភាគច្រើនហ្នឹងឲ្យថាប្រពន្ធខ្ញុំគាត់ថាគាត់ចង់ញ៉ាំម្ហូបនេះទៅយើងទៅផ្សារទៅចឹងកិច្ចការមេផ្ទះរបស់អ្វីដែលយើងគិតថាកិច្ចការហ្នឹងកិច្ចការស្ត្រីមេផ្ទះដូចជាដាំបាយធ្វើម្ហូបទៅផ្សារទៅអីហ្នឹងបងក៏ធ្វើបានមិនមែនត្រឹមតែស្ត្រីទេហ្នឹងហើយធ្វើបានដូចតែគ្នាការងារអស់ហ្នឹងវាអត់មានអីពិបាកស្ត្រីធ្វើបានយើងក៏ធ្វើបានដែរពីមុនចាស់ចំនួនមុនគឺជាពិសេសនៅស្រុកខ្មែរយើងគឺគាត់គិតថាស្ត្រីមិនអាចធ្វើការអីបានច្រើនទេក្រៅពីការធ្វើម្ហូបនៅផ្ទះចាំកូនលាងចានលាងអីប៉ុន្តែសម័យនេះគឺផ្សេងសម័យនេះស្ត្រីគឺគាត់ធ្វើការច្រើនជាងមនុស្សប្រុសធ្វើការច្រើនជាងមនុស្សប្រុសហើយកុំគិតថានៅក្នុងផ្ទះហ្នឹងការងារគ្រាន់តែមើលកូនគ្រាន់តែធ្វើម្ហូបលាងចានហ្នឹងការងារមិនធ្ងន់ណាវាជាការងារធ្ងន់ខ្ញុំមានប្រពន្ធមានកូនខ្ញុំដឹងហើយបើទោះជាខ្ញុំមិនទាន់មានប្រពន្ធកាលពីមុនក៏ខ្ញុំឃើញម្ដាយខ្ញុំក៏គាត់ធ្វើការធ្ងន់ធ្វើការពិបាកចឹងដែរការងារនៅក្នុងផ្ទះគឺ24ម៉ោងជាពិសេសនៅពេលដែលមានកូនតូចកាន់តែពិបាកថែមទៀតបើកូនមានស្គាល់យប់ស្គាល់ព្រឹកគេធ្វើទាំងអស់ហ្នឹងហើយបើកាលណាបើសិនជាកូនធំមកហើយអាហ្នឹងវាធូរមួយកម្រិតប៉ុន្តែបើសិនជាកាលកូនទៅកើតមកបាន1ឆ្នាំ2ឆ្នាំអីពិបាកខ្លាំងមែនទែនដល់ថ្នាក់ម៉ោង1ម៉ោង2ជួនកាលកូនយំជួនកាលកូនស្រែកកូនខ្លះគាត់ពិបាកគាត់ធ្វើទុកតែពេលយប់ទេពេលយប់នោះគឺគាត់យំខ្ញុំធ្លាប់ឮគេប្រាប់ខ្ញុំអត់មានកូនទេចឹងអាចមានបទពិសោធន៍ទេតែខ្ញុំធ្លាប់ឮគេប្រាប់ថាពេលដែលមានកូនងាឬក៏កូនក្មេងតូចអីដល់ពេលយំបន្តិចហ្នឹងគឺម៉ាក់ងើបមុនគេឲ្យប៉ាសមុកឡើយឯមែនទេបាយមែនអត់ត្រូវហើយរឿងវាត្រូវហើយព្រោះអីបើនិយាយឲ្យចំទៅគឺគាត់មិនចង់ឲ្យប្តីងើបទេចាព្រោះអីប្តីត្រូវងើបពីព្រលឹមទៅធ្វើការទៀតអញ្ចឹងទៅក៏អត់ចង់រំខានដំណេកក៏ប៉ុន្តែតកាលណាដែលកូនយំគឺភ្ញាក់ទាំងអស់គ្នាហ្នឹងគ្រាន់តែថា
អ្នកណាភ្ញាក់មុន ហ្នឹងហើយអ្នកណាភ្ញាក់មុនជួនកាលទៅយើងភ្ញាក់មុនប៉ុន្តែយើងនៅសងំតិចទៀតតឲ្យគេទៅ ចាំមើលតែគាត់ភ្ញាក់អត់ថាគាត់ក្រោកអត់ចុះមិញបងបាននិយាយពីថាពីចំនួនមុនចំនួនបងគឺសូម្បីតែចំនួនការខ្ញុំកើតគឺនៅការនៅក្មេងៗឮថាកូនឯងត្រូវចេះដាំបាយធ្វើម្ហូបធ្វើអីលាងចាននឹងអីបោកកៅអៅពីព្រោះធំទៅមានប្តីយើងត្រូវធ្វើអញ្ចឹងប៉ុន្តែខ្ញុំអត់ដែលឮគេនិយាយថាកូនឯងត្រូវខំប្រឹងរៀនណាថាធំឡើងយើងរៀនឲ្យចប់ Master ចប់ PhD Doctorate ធ្វើកិច្ចការអីចឹងខ្ញុំអត់ដែលសូវឮតែភាគតូចមែនទែនប៉ុន្តែភាគច្រើនឲ្យតែជុំគ្រួសារឲ្យតែណាមកណាគឺគេនិយាយឲ្យថាត្រូវតែដាំបាយធ្វើម្ហូបគឺគាត់ផ្ដោតតែដាំបាយធ្វើម្ហូបដើម្បីធ្វើស្ត្រីមេផ្ទះបងក៏មានកូនស្រី2ដែរតើបងគិតយ៉ាងម៉េចត្រង់ថាយោបល់ឲ្យកូនស្រីត្រូវចេះធ្វើម្ហូបចេះដាំបាយដើម្បីធ្វើជាមេផ្ទះធំឡើងតើបងចង់ continue stereotype បែបហ្នឹងឬក៏បងចង់ឲ្យកូនបងទាំងស្រីទាំងពីរហ្នឹងធំឡើងអ្វីសំខាន់សម្រាប់ពួកគាត់មែនទែនបងក្នុងនាមជាស្ត្រីក្នុងនាមជាស្ត្រីខ្មែរស្ត្រីមេផ្ទះក៏ដោយព្រោះកិច្ចមិនផុតទេស្ត្រីនឹងធ្វើជាស្ត្រីមេផ្ទះតែបងចង់ផ្ដោតទៅកន្លែងដាំបាយធ្វើម្ហូបនៅចក្រានឬក៏បងចង់ឲ្យគាត់ទៅធ្វើកិច្ចការឬក៏ធ្វើអីផ្សេងទៀតដែលតួនាទីគាត់មាននៅក្នុងនាមជាស្ត្រីសម្រាប់ខ្ញុំគឺខ្ញុំតាមចិត្តកូនច្រើនជាងខ្ញុំតាមចិត្តកូនត្រង់ថាខ្ញុំឲ្យកូនជ្រើសរើសបើសិនជាគាត់ចង់រៀនគឺឲ្យគាត់រៀនប៉ុន្តែខ្ញុំចង់ឃើញគាត់រៀនបន្តទៀតខ្ញុំចង់ឃើញគាត់មានការងារធំដុំនៅក្នុងសង្គមចេះជួយការងារនៅក្នុងសង្គមផងដែរខ្ញុំអត់មានបារម្ភអត់មានគិតថាពេលខ្ញុំចាស់ទៅគ្មានកូនបម្រើគ្មានកូនធ្វើម្ហូបអាហារឲ្យញ៉ាំអីអត់ខ្ញុំអត់ដែលបានគិតអញ្ចឹងខ្ញុំអត់ដែលគិតអញ្ចឹងប៉ុន្តែជាឧទាហរណ៍ជាក់ស្ដែងគឺម្ដាយមីងខ្ញុំហើយនឹងប្អូនចដូនមួយខ្ញុំគាត់ស្រីក៏អត់បានរៀនសូត្រទេហ្នឹងនិយាយពីនៅស្រុកខ្មែរវិញប្អូនចដូនមួយខ្ញុំគឺគាត់នៅស្រុកខ្មែរហើយគាត់ដែលអត់បានរៀនសូត្រទេគាត់អាយុឥឡូវនេះប្រហែលជាអាយុចូលជា70-40ហើយពេលហ្នឹងបងគាត់អត់បានរៀនសូត្រដោយសារដូចថាគ្រួសារពិបាកឬក៏គាត់នៅឆ្ងាយពីសាលាឬក៏ការ education system នៅខាងហ្នឹងពិបាកនឹងសម្រាប់គាត់ access ទៅសាលាឬក៏យ៉ាងម៉េចដែរបងអត់ទេផ្នត់គំនិតមនុស្សចាស់ពីដើមមកគាត់ប្រាប់ថាម្ដាយក៏ឲ្យគាត់រៀនទេមូលហេតុអីម្ដាយក៏ឲ្យគាត់រៀនគាត់ថាថ្ងៃរៀនទៅពិបាកតែចេះទៅសេសបុតរប្រុសអីណាអញ្ចឹងណាប៉ុន្តែវាមិនមែនមនុស្សចាស់ទូទៅគិតអញ្ចឹងទេគាត់ប្រហែលជាគាត់និយាយលេងហ្នឹងគាត់ប្រហែលនឹងចំណាយទូចមែនទេប្រហែលជាគាត់និយាយលេងដឹងហើយយើងឃើញចាស់ខ្មែរយើងនៅស្រុកខ្មែរมันខ្វះហើយអ្នកដែលមានចំណេះរៀនចប់ថ្នាក់ខ្ពស់ៗឧទាហរណ៍វិជ្ជាបណ្ឌិតនៅស្រុកខ្មែរក៏មានស្រីអ្នកធ្វើការរដ្ឋខាងក្រសួងការរដ្ឋមន្ត្រីផ្សេងៗហ្នឹងសិតតែស្រីអ្នកធ្វើការហើយភាសាបរទេសក៏ចេះច្រើនទៀតប៉ុន្តែសម្រាប់ម្ដាយមីងខ្ញុំគាត់អ្នកស្រែចម្ការគាត់បើនិយាយទៅក៏គាត់ខ្លួនគាត់ក៏មិនបានរៀនដែរមកពីជីដូនជីតាគាត់ហ្នឹងមិនឲ្យកូនស្រីមិនយកចិត្តទុកដាក់ឲ្យកូនស្រីទៅរៀនបានពងខ្ពស់គាត់គិតថាធ្វើតែម្ហូបការងារផ្ទះនៅតែធ្វើម្ហូបឲ្យប្តីអីធ្វើស្រែចម្ការប្តីអ្នកទៅរលុយប្តីអ្នកទៅធ្វើការហ្នឹងហើយប៉ុន្តែសម្រាប់ខ្ញុំអត់គិតចឹងទេខ្ញុំបើសិនជាកូនខ្ញុំចេះធ្វើម្ហូបអានោះកាន់តែល្អប៉ុន្តែខ្ញុំមិនមែនបានគិតថាកុំទៅរៀនកុំទៅធ្វើការអីផ្សេងនៅតែផ្ទះធ្វើម្ហូបបានអត់ទេខ្ញុំអត់មានចង់ឃើញចឹងខ្ញុំចង់ឃើញកូនខ្ញុំរៀនបានខ្ពស់បានការងារល្អធ្វើហើយបើសិនជាអាចធ្វើម្ហូបខ្លួនឯងបានទៀតក៏កាន់តែល្អដែរចាហើយការសិក្សារបស់ស្ត្រីរបស់ក្មេងៗជាស្រីឬក៏ស្ត្រីដែលគាត់រៀនថែមទៀតបងដូចជា Bachelor degree Master degree ហើយខ្ញុំឃើញថាអ្វីដែលខ្ញុំឃើញរាល់ថ្ងៃនៅសហរដ្ឋអាមេរិកមានស្ត្រីច្រើនណាស់ធ្វើជា doctor ធ្វើជា pharmacy ធ្វើជា CEO ធ្វើជា leadership នៅក្នុងសង្គមនៅក្នុងភារកិច្ចកិច្ចការគាត់ផ្ទាល់ខ្លួនសូម្បីតែ Senator Vice President of the US ក៏ធ្លាប់មានខាងស្ត្រីដែរអញ្ចឹងខ្ញុំចង់សួរបងថាតើការរៀនសូត្រសម្រាប់នារីជាពិសេសយុវជនវ័យក្មេងតើវាសំខាន់សម្រាប់បងយ៉ាងណាដែរការសិក្សាហ្នឹងហើយវាមានន័យ
វាមានន័យធំដល់ប៉ុណ្ណាដើម្បីឲ្យស្ត្រីជំរុញឲ្យស្ត្រីវ័យក្មេងចូលរៀនហើយរៀនឲ្យជាប់continue the education and for their future សម្រាប់ការរៀនសូត្រមិនថាតែចំពោះស្ត្រីទេចំពោះបុរសក៏ដោយដូចគ្នាទាំងប្រុសទាំងស្រីគឺការរៀនសូត្រគឺសំខាន់ណាស់យើងចង់ឲ្យពួកគាត់រៀនឲ្យបានខ្ពង់ខ្ពស់ឲ្យបានចប់សាលាមានការងារល្អធ្វើយើងឃើញការងារស្ត្រីឥឡូវនេះគឺគាត់ប្រកែគឺគាត់រៀនបានខ្ពស់គាត់ធ្វើការបានល្អហើយបើនិយាយទៅការងារខ្លះស្ត្រីធ្វើល្អបានជាងបុរសទៀតខ្ញុំមិនបាច់និយាយណាឆ្ងាយឧទាហរណ៍អ្នកមីងមូសុខួរឃើញទេគាត់ជាមនុស្សស្រីហើយគាត់មិនមែនក្មេងទេអ្នកមីងមូសុខួរគាត់ចាស់ហើយខ្ញុំនៅផ្ទះក្បែរគាត់ក្នុងមួយអាទិត្យគឺអត់ដែលក្នុងមួយខែគាត់នៅផ្ទះបានប្រហែលជាបានមួយអាទិត្យអីយ៉ាងយូរហើយគឺគាត់អត់ទេគឺគាត់អត់ដែលពេលខ្លះដើររាប់ខែគាត់ចេញពីផ្ទះទៅគាត់មិនមែនចេញទៅដើរលេងទេណាគាត់មិនមែនចេញទៅដើរលេងទេគាត់ចេញទៅគ្រប់ប្រទេសគាត់ទៅធ្វើការងារការបរទេសផ្សេងចេញពីអូស្ត្រាលីទៅកូរ៉េចេញពីកូរ៉េទៅជប៉ុនដើម្បីសង្គមខ្មែរដើម្បីប្រទេសខ្មែរហើយអញ្ចឹងមិនថាការងារទាំងហ្នឹងមនុស្សប្រុសភាគច្រើនដែលធ្វើមិនបានដូចគាត់អញ្ចឹងស្ត្រីការងារមួយចំនួនហ្នឹងគឺគាត់ប្រកែខ្លាំងណាស់ហើយសូម្បីតែរដ្ឋ Rhode Island ដែលខ្ញុំនៅរដ្ឋសប្តាហ៍ថ្ងៃណាសមាគមខ្មែររដ្ឋ Rhode Island ប្រធានសមាគមជាស្ត្រីគាត់ក្មេងទេគាត់ក្មេងជាងគេក៏ប៉ុន្តែគាត់ទទួលបានការទុកចិត្តពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងរដ្ឋ Rhode Island បោះឆ្នោតឲ្យគាត់ធ្វើជាប្រធានសមាគមហើយក្នុងនាមបងជាពលរដ្ឋដែលរស់នៅក្នុង Rhode Island ជាបុរសខ្មែរពេលឃើញស្ត្រីក្មេងកាន់តំណែងជា president តើបងគិតមិនដែរពីព្រោះអីតាមដែលខ្ញុំមើល research គឺខាងនៅស្រុកខ្មែរស្ត្រី make up over 50% of the population អញ្ចឹង 50% នៅមនុស្សនៅប្រទេសកម្ពុជាគឺជាស្ត្រីប៉ុន្តែខាងដូចជា leadership គឺមានស្ត្រីទូចមែនទែនភាគតិចមែនទែនប៉ុន្តែដល់ពេលបងមកដល់នេះបងឃើញមិនត្រឹមតែស្ត្រីគឺស្ត្រីក្មេងទៀតដែលគាត់ធ្វើជាអ្នកដឹកនាំនៅក្នុងសង្គមគាត់ហើយក្នុងនាមបងជាបុរសខ្មែរជាឪពុកដែលមានកូនស្រីដែរបងមានអារម្មណ៍មិនដែរបងគិតឃើញមិនដែរការដឹកនាំរបស់គាត់ខ្ញុំមានអារម្មណ៍ថាមានមោទនភាពចំពោះគាត់យើងបើសិនជាខ្ញុំជាឪពុកគាត់កាន់តែមានមោទនភាពខ្លាំងទៀតព្រោះអីគ្រាន់តែយើងខ្មែរដូចគ្នាយើងឃើញស្ត្រីខ្មែរមានសមត្ថភាពខ្ពស់គឺយើងសប្បាយចិត្តហើយសប្បាយចិត្តខ្លាំងមែនទែនហើយថ្មីនេះមានព្រឹទ្ធសភាស្ត្រីម្នាក់ជាជនជាតិខ្មែរនៅក្នុងរដ្ឋMassachusetts ឃើញទេគាត់ទៅជាប់ជាព្រឹទ្ធសភាខ្មែរព្រឹទ្ធសភាសហរដ្ឋអាមេរិកយើងគិតមើលក្នុងMassachusettsរដ្ឋ Massachusetts មនុស្សប្រមាណលានអ្នកមិនតិចលានអ្នកណាហើយគេរើសយកយើងម្នាក់មកធ្វើជាព្រឹទ្ធសភាណាជាអស្ចារ្យមែនបាទជាអស្ចារ្យមែនទែនមិនមែនថាអូគេមនុស្សក្នុងរដ្ឋនោះមានតែ4 10 20នាក់ចាយដល់នេះគេរើសចំខ្មែរអត់ទេគាត់មានសមត្ថភាពគាត់មានចំណេះដឹងខ្ពស់គាត់មានសមត្ថភាពក្នុងការធ្វើការបានគេបោះឆ្នោតជ្រើសរើសយកគាត់មិនមែនគាត់ឡើងតាមខ្សែណាមិនមែននៅស្រុកផ្សេងស្រុកខ្លះគេឡើងតាមខ្សែឡើងតាមឪឡើងតាមកូនអត់ទេនៅស្រុកអាមេរិកនេះគឺគេបោះឆ្នោតយ៉ាងយុត្តិធម៌បំផុតហើយក្នុងសហរដ្ឋអាមេរិកដែលមានប្រជាជនរាប់រយលាននាក់គេរើសយកយើងជាស្ត្រីជាជនជាតិខ្មែរក្នុងម្នាក់ក្នុងមនុស្សរាប់រយលាននាក់គិតមើលមិនធម្មតាយើងចឹងខ្ញុំមានមោទនភាពចំពោះគាត់មែនទែនអ្វីដែលខ្ញុំឃើញនៅសហរដ្ឋអាមេរិកទាំងសម្រាប់ representative state senator ខ្មែរដែលយើងឃើញគាត់ចូលឈ្មោះទាំង representative ឬក៏ senator ផ្សេងៗទៀតគឺគាត់ធ្វើ campaign ខ្ញុំធ្វើ campaign ហើយខ្ញុំដោយបងបាននិយាយអញ្ចឹងគឺខ្ញុំមានមោទនភាពមែនទែនទោះបីខ្ញុំមិនមែនជាពលរដ្ឋនៅក្នុងស្រុកគាត់ប៉ុន្តែក្នុងនាមជាកូនខ្មែរទាំងអស់គ្នាខ្ញុំមានមោទនភាពដែលគាត់បានជាប់ឆ្នោត
គាត់ចូលជាប្រតិភិខ្មែរហើយមិនត្រឹមតែប៉ុណ្្នឹងឯពេលដែលធ្វើ campaign គឺឃើញសត្វតែខ្មែរស្រុកគាត់ភូមិគាត់គឺមកជួយធ្វើ campaign ដើម្បីឲ្យគាត់ជាប់ឆ្នោតហើយថ្ងៃបោះឆ្នោតទៅឈរនៅមាត់ផ្លូវប្រាប់ឲ្យបងប្អូនថាទៅបោះឆ្នោតខាងណាខាងណីទៀតអញ្ចឹងគឺយើងមានមោទនភាពសម្រាប់ស្ត្រីខ្មែរមែនទែនខ្ញុំចង់បកមកសួរបងបន្តិចដោយសារបងគិតនិយាយថានៅ Rhode Island ហ្នឹងគាត់ប្រធាន President of Cambodia Society of Rhode Island ហ្នឹងគាត់ជាស្ត្រីខ្មែរដែលគាត់បានការទុកចិត្តពីប្រជាពលរដ្ឋពីចាស់អ៊ំពូមិញច្រើនតើក្នុងកែវភ្នែកបងឃើញគាត់កន្លែងណាដែលគិតថាម្នាក់នេះអាចដឹកនាំសមាគមបានម្នាក់នេះខ្ញុំនឹងបោះឆ្នោតឲ្យម្នាក់បងឃើញ quality គាត់កន្លែងណាក្នុងនាមជាស្ត្រីវ័យក្មេងម្នាក់គាត់មានចំណេះដឹងខ្ពស់គាត់រៀនបានពងពោះហើយគាត់ធ្វើការបានល្អការងារអ្វីបិទតែគាត់ជាក្មេងដែលកើតនៅស្រុកអាមេរិកក៏មិនសូវចេះភាសាខ្មែរមែនក៏ប៉ុន្តែទំនាក់ទំនងរបស់គាត់ជាមួយនឹងចាស់ទុំពលរដ្ឋក្នុងរដ្ឋខ្មែរនៅក្នុងស្រុកនៅក្នុងរដ្ឋហ្នឹងគឺគាត់ធ្វើបានល្អហើយទំនាក់ទំនងកិច្ចការជាមួយបរទេសក៏គាត់ធ្វើបានល្អអញ្ចឹងគាត់មានទាំងពីរគាត់មានទំនាក់ទំនងល្អជាមួយពលរដ្ឋខ្មែរគាត់មានទំនាក់ទំនងល្អជាមួយនឹងជនជាតិបរទេសដែលយើងត្រូវធ្វើការផ្សេងជាមួយគេនឹងតាក់ទងគេក្នុងការធ្វើការផ្សេងហ្នឹងគឺគាត់ធ្វើបានល្អមែនទែនបាទទោះបីគាត់កើតនៅនេះមែនកើតនៅសហរដ្ឋអាមេរិកមែនប៉ុន្តែគាត់ចេះខ្មែរអញ្ចឹងខ្ញុំចង់សួរកន្លែងហ្នឹងមួយទៀតបងដោយសារ again បងមានកូនខ្មែរដែលគាត់កើតនៅស្រុកអាមេរិកទេតែភាសាខ្មែរបងគិតថាសំខាន់សម្រាប់កូនខ្មែរប៉ុណ្ណាបងដោយសារភាគច្រើនកូនខ្មែរគាត់មកនៅនេះយូរឬក៏មកកើតនៅសហរដ្ឋអាមេរិកភាសាខ្មែរគាត់ចេះតិចតួចទេប៉ុន្តែខ្ញុំឃើញប៉ាម៉ាក់នៅខ្មែរអំពូមីណែគាត់មានកូនខ្មែរនៅសហរដ្ឋអាមេរិកគាត់ខំប្រឹងបង្រៀនកូនមែនទែនហើយសម្រាប់ខ្ញុំផ្ទាល់រៀនភាសាខ្មែរដោយសារអំពូមីជួបជុំអំពូមីអញ្ចឹងបើអត់ពួកគាត់ទេគឺខ្មែរខ្ញុំផ្លេចដែរនឹងទាំងអស់ហ្នឹងអញ្ចឹងសម្រាប់បងដែលកូនមានកូនតែ teenager សម្រាប់ភាសាខ្មែររបស់គាត់បងចង់ឲ្យគាត់ចេះខ្មែរអត់ហើយការនិយាយភាសាខ្មែររបស់គាត់ហ្នឹងសំខាន់សម្រាប់បងសម្រាប់ក្រុមគ្រួសារបងហើយនឹងប្រពៃណីខ្មែរប៉ុណ្ណាដែរបងបើនិយាយពីរឿងការសារៈសំខាន់ភាសាខ្មែររបស់គាត់នៅក្នុងស្រុកអាមេរិកនេះมันជា 100% ខ្ញុំអាចនិយាយចឹងថាព្រោះអីការទំនាក់ទំនងកិច្ចការផ្សេងគឺគាត់មិនអាចប្រើភាសាខ្មែរបានទេគាត់អាចប្រើភាសាខ្មែរបាននៅក្នុងតែផ្ទះនៅក្នុងតែជាមួយសង្គមខ្មែរបន្តិចបន្តួចអញ្ចឹងទេប៉ុន្តែបើសិនជាគាត់ចេះគឺកាន់តែល្អបើគាត់ចេះកាន់តែល្អបើសិនជាចេះទាំងពីរណាប៉ុន្តែការងារផ្សេងទូទៅគឺគេត្រូវប្រើភាសាអង់គ្លេសអញ្ចឹងទៅសម្រាប់ខ្ញុំចង់ឲ្យគាត់ចេះភាសាខ្មែរដែរប៉ុន្តែបើសិនជាភាសាខ្មែរហ្នឹងបើសិនជាយើងមានឪពុកម្ដាយជាចាស់ដូចគាត់មិនសូវចេះភាសាអង់គ្លេសមានកូនចេះភាសាខ្មែរដូចសុកនិនអញ្ចឹងអាចយល់ពីការងារផ្សេងនៅពេលដែលគេនិយាយមកអញ្ចឹងសម្រាប់ឪពុកម្ដាយគឺល្អហើយពេលគាត់ទៅពេទ្យគាត់ទៅណាមកណាអញ្ចឹងគាត់ជួយបកប្រែឪពុកម្ដាយគាត់បើដូចសម្រាប់ខ្ញុំអត់មានបញ្ហាអីអស់ហ្នឹងទេព្រោះអីយើងជាវ័យដែលយើងអាចនិយាយអាចយល់ភាសាអង់គ្លេសដោយខ្លួនឯងបើសម្រាប់ឪពុកម្ដាយខ្ញុំឪពុកម្ដាយខាងប្រពន្ធខ្ញុំអីគាត់ចាស់ហើយគាត់មកស្រុកអាមេរិកតាំងពីចំនួន70 80ហ្នឹងអញ្ចឹងទៅក៏អត់ចេះភាសាអង់គ្លេសច្បាស់លាស់ហើយពេលតាណាមកណាក៏ត្រូវការឲ្យកូនហ្នឹងជួយបកប្រែអញ្ចឹងបើសម្រាប់ខ្ញុំអត់មានបញ្ហាអីសម្រាប់ឲ្យកូនជួយទេអញ្ចឹងប៉ុន្តែយើងនៅតែព្យាយាមជួយចង់ឲ្យគាត់រៀនភាសាខ្មែរអញ្ចឹងដែរដើម្បីកុំឲ្យគាត់ភ្លេចព្រោះវាជាភាសាជាតិរបស់យើងចាភាសាដើមរបស់យើងខ្ញុំចង់បកទៅក្រោយបន្តិចបងដោយសារបងធ្លាប់បានប្រាប់ខ្ញុំថាការបងនៅក្មេងម្ដាយបងលក់ម្ហូបទាំងទៅរៀនតែអីផងប៉ុន្តែខ្ញុំធ្វើ research មើលគឺម្ដុំខាងអាស៊ីយើងខាងម្ដុំប្រទេសខ្មែរ South East Asia របស់យើងហ្នឹងមានស្ត្រីច្រើនមែនទែនប៉ុន្តែ20ទៅ30% ស្ត្រីគាត់ wages ពេលគាត់ធ្វើការប្រាក់ខែគាត់20ទៅ30% តិចជាងបុរសខ្ញុំចង់សួរបងដែលបងមានបទពិសោធន៍ឃើញម្ដាយធ្វើកិច្ចការច្រើនមែនទែនប៉ុន្តែពីព្រោះគាត់ជាស្រីក្នុងសង្គមដែលយើងរស់នៅរាល់ថ្ងៃហ្នឹងពីព្រោះគាត់ជាស្រីគ្រាន់តែ
គាត់ជាស្រីសោះការប្រាក់ខែគាត់តិច 20% តែ 30% ជាងបរិសុទ្ធទៀតតើបងមានគំនិតបែបណាដែរបងមានយោបល់បែបណាដែរដែលគ្រាន់តែសង្គមយើងមើលមកយើងអត់បានធ្វើការបញ្ជាក់ឲ្យគេថានេះការងារខ្ញុំធ្វើបានល្អប៉ុណ្នេះឬក៏ខ្វះខាតប៉ុណ្នេះគ្រាន់តែបង្ហាញខ្លួនជាស្រីសោះប្រាក់ខែគាត់ចុះ 20 ទៅ 30% បើយើង compare ទៅខាងបរិសុទ្ធវិញអញ្ចឹងក្នុងយោបល់បងគិតមិនដែរចំណុចនេះពីព្រោះបងធ្លាប់ឃើញជាក់ស្ដែងតែម្ដាយថាស្ត្រីខ្មែរមិនត្រឹមតែស្ត្រីខ្មែរស្ត្រីទូទៅគាត់ធ្វើកិច្ចការច្រើនទាំងប្រពន្ធបងទៀតបងបានប្រាប់ថាគាត់ធ្វើតាំងពីធ្វើការរលុយដើម្បីចិញ្ចឹមគ្រួសារផងធ្វើការនៅក្នុងផ្ទះផងអញ្ចឹងតើយោបល់បងមានយោបល់អីដែរសម្រាប់ចំណុចមួយហ្នឹងចំណុចហ្នឹងគឺវាអាស្រ័យទៅលើការដឹកនាំនៅក្នុងស្រុកមួយអញ្ចឹងច្បាប់មួយនៅក្នុងស្រុកមួយហ្នឹងគឺសំខាន់ដែរច្បាប់ការងារនៅស្រុកអាមេរិកគេអត់មានគិតថាអ្នកឯងស្រីឬអ្នកឯងប្រុសដើម្បីទទួលបានប្រាក់ខែតិចឬច្រើនទេគេគិតទៅលើសមត្ថភាពថាអ្នកឯងចេះប៉ុណ្ណាធ្វើការបានប៉ុណ្ណាបទពិសោធន៍ការងារអ្នកឯងចេះអីខ្លះអញ្ចឹងបើដូចជាសុកនេនមានការងារមានចំណេះដឹងខាងផ្នែកកុំព្យូទ័រខាង IT អីខ្ពស់អញ្ចឹងទៅហើយបងអត់ចេះស្អីផងបានតែប្រើកម្លាំងប្រាក់ខែក៏ទៅតាមនឹងដែរអញ្ចឹងនៅស្រុកវាទៅតាមតំបន់ទៅតាមប្រទេសនៃច្បាប់ការងារអស់ហ្នឹងបើនិយាយពីរឿងនៅស្រុកអាមេរិកមនុស្សប្រុសខ្លះដូចខ្ញុំថាអញ្ចឹងធ្វើមិនបានដូចមនុស្សស្រីទេការងារអញ្ចឹងប្រាក់ខែក៏គេមិនអាចទៅទោះជាអ្នកឯងធ្វើមិនបានក៏ដោយប៉ុន្តែអ្នកឯងប្រុសអ្នកឯងទៅតែបានប្រាក់ខែច្រើនជាងអត់ទេនឹងនៅស្រុកអាមេរិកចាស្មារភាពគ្នាហើយនៅអាមេរិកខ្ញុំឃើញមួយទៀតបងអ្វីដែលខ្ញុំយល់គឺយើងអាចប្តឹងគេបាន discrimination យើងអាចនិយាយបានថា discrimination បើសិនជាគាត់ជាស្ត្រីគាត់ត្រូវបានប្រាក់ខែតិចជាងមនុស្សប្រុសយើងអាចប្តឹងទៅក្រុមហ៊ុននឹងបានអញ្ចឹងការភាពស្មើគ្នានៅអាមេរិកគឺខ្លាំងមែនទែនthe equality the gender equality is much greater in America ហើយចំណុចមួយទៀតបងដែលខ្ញុំចង់ពីព្រោះយើងបានលើកចំណុចហ្នឹង 2-3 ដងដែរហើយថាបងមិនត្រឹមតែជួយរោប្រាក់ខែចិញ្ចឹមគ្រួសារឯងគឺបងហើយនឹងប្រពន្ធបែងចែកកិច្ចការគ្នាស្មើគ្នាបើប្រពន្ធបងធ្វើការបងធ្វើម្ហូបបើបងទៅទិញបងចេញមកពីធ្វើការមុនបងទៅផ្សារទៅទិញម្ហូបទិញអីតើមានដែរអ្នកណាមកប្រាប់បងថាំងហើយកុំធ្វើអីកិច្ចការហ្នឹងកិច្ចការមនុស្សស្រីឯងកិច្ចការប្រពន្ធឯងទុកឲ្យប្រពន្ធធ្វើ have people ever judge you for doing what they call is a woman's job or a woman's duty in the house ពីព្រោះសង្គមយើងin our society we shape that these are the responsibility and the duties for women inside the kitchen ប៉ុន្តែបងអត់រើសអើងទេបងចែកការនឹងស្មារភាពគ្នាអញ្ចឹងមានដែរបងមានដែរមកប្រាប់បងថាកិច្ចការនឹងពុទុកឲ្យប្រពន្ធធ្វើឬឯងកុំធ្វើអីអញ្ចឹងបងមានដែរជួបកន្លែងអញ្ចឹងទេអត់ទេអត់ដែរមានជួបអញ្ចឹងប៉ុន្តែការងារមិនមែនតែខ្ញុំទេភាគច្រើនបុរសនៅស្រុកអាមេរិកភាគច្រើនគឺធ្វើការមនុស្សស្រីបានសឹងគ្រប់គ្នាព្រោះអីដូចខ្ញុំថាអញ្ចឹងនៅស្រុកនេះមនុស្សស្រីគេមានការងារគេផ្សេងដូចប្រពន្ធខ្ញុំគាត់ធ្វើខាងកន្លែងកញ្ចក់ហាងកញ្ចក់អញ្ចឹងការងារគាត់មួយអាទិត្យគាត់ឈប់បានតែមួយថ្ងៃទេបើមិនជាអាហ្នឹងទៅតាមហាងផ្សេងណាបើហាងខ្លះគេអត់បិទទេគេធ្វើ7ថ្ងៃជាប់គ្នាហ្មងអញ្ចឹងបើមិនគេបើក7ថ្ងៃគឺគាត់ត្រូវទៅធ្វើការ7ថ្ងៃដែរចាហើយបើសិនតែយើងឥឡូវចាំគាត់ថាការងារហ្នឹងការងារមនុស្សស្រីយើងកុំធ្វើយើងទុកឲ្យមនុស្សស្រីមកដល់ផ្ទះវិញចាំធ្វើអាហ្នឹងគឺសុភមង្គលក្នុងគ្រួសារគឺអត់មានទេហើយអត់បាយញ៉ាំទាំងអស់គ្នាទៀតអត់បាយញ៉ាំទាំងអស់គ្នាយើងមិនអាចមកអង្គុយហេវចាំប្រពន្ធមកវិញមកធ្វើឲ្យទេអត់ទេហើយប្រពន្ធគឺចឹងដែរតែកាលណាតែគាត់មកដល់ផ្ទះវិញធម្មតាមិនថាប្រពន្ធមិនថាប្តីឯងមនុស្សប្រុសក៏ដោយមនុស្សស្រីក៏ដោយតែកាលណាយើងទៅធ្វើការពេញមួយថ្ងៃយើងត្រឡប់មកផ្ទះវិញយើងអត់មានអីញ៉ាំយើងឃើញផ្ទះញ៉ៃគឺមួម៉ៅហើយទាំងគេទាំងយើងណាចាមិនបាច់ចាំថាតើមនុស្សប្រុសបានមួម៉ៅមកដល់ផ្ទះវិញមួម៉ៅកើតមនុស្សស្រីអត់ចេះមួម៉ៅអត់ទេដូចតែគ្នាទេយើងបានពិភាក្សាគ្នាខ្លះចំណុចអ្វីដែលយើងបានឃើញ
អធិពលស្ត្រីនៅក្នុងសង្គមសហរដ្ឋអាមេរិកហើយនិងសង្គមខ្មែរដែរខ្ញុំចង់ផ្ដោតទៅខាងសង្គមខ្មែរថាយើងបាននិយាយពីការសិក្សាពីការ working condition pay wages for women are less than men's ហើយមិនត្រឹមតែស្រុកខ្មែរទេគឺពិភពអាស៊ីយើងហ្មងហើយក៏យើងបានពិភាក្សាគ្នារឿងថាក្នុងផ្ទះជាការលាងចានធ្វើម្ហូបអីហ្នឹងគឺកិច្ចការស្ត្រីប៉ុន្តែមិនត្រឹមតែស្ត្រីបុរសក៏អាចធ្វើបានដែរអញ្ចឹងយើងបានពិភាក្សាពី3ចំណុចដែរនៅក្នុងអធិពលខាងស្ត្រីហើយនឹង gender equality នៅសង្គមខ្មែរហើយនិងអាមេរិកខ្ញុំចង់មានសំណួរសួរទៅបងមួយថាតើបងចង់ឲ្យកូនស្រីបងផ្ទាល់ហើយនឹងស្ត្រីក្មេងៗទៀតដែលគាត់កំពុងតែនៅ teenager កំពុងតែផ្ដោតទៅការរៀនសូត្រ What does the future of Cambodia looks like for you? What do you want them to see in the future of Cambodia in terms of gender equality, a better access to education? When your kids grow up, what do you want Cambodia to look like for your daughter, for other young girls of Cambodia? អ្វីដែលខ្ញុំចង់ឲ្យឃើញគឺឲ្យកូនរបស់ខ្ញុំឃើញនៅក្នុងស្រុកខ្មែរដែរគឺឲ្យឃើញនៅដោយអ្វីដែលនៅក្នុងស្រុកអាមេរិកចឹងភាពស្មើគ្នានៃការងារមនុស្សស្រីអាចមានសិទ្ធិទៅរៀនទៅសូត្រធ្វើការធំដុំបានមិនចាំបាច់តែមនុស្សប្រុសហើយការងារបានប្រាក់ខែខ្ពស់មិនចាំបាច់តែតើមនុស្សប្រុសបានប្រាក់ខែខ្ពស់អត់ទេខ្ញុំចង់ឃើញឲ្យភាពស្មើគ្នានៅក្នុងស្រុកខ្មែរចឹងដែរនៅក្នុងការងារផ្សេងការងារនៅក្នុងរដ្ឋបាលការងារទូទៅក៏ដោយគឺចង់ឃើញមនុស្សស្រីគាត់មានគាត់ទទួលបានលទ្ធផលល្អក្នុងការធ្វើការអស់ហ្នឹងហើយនិយាយត្រឡប់ខ្ញុំឃើញនៅក្នុង social media ភាគច្រើនគឺមនុស្សស្រីគាត់ពូកែខាងរោលក់ដូរអីចឹងណាជាពិសេសនៅស្រុកខ្មែរឥឡូវមនុស្សស្រីឥឡូវពូកែណាគាត់ពូកែលក់លេក៏មានលក់ម្ហូបក៏មានគាត់លក់តែគេហៅលក់អនឡាញគេហៅលក់អនឡាញហ្នឹងហើយគាត់លក់គ្រប់មុខហើយរោចំណូលបានច្រើនជាងមនុស្សប្រុសទៀតហើយខ្ញុំសុំសួរបងកន្លែងហ្នឹងតិចពេលដែលគាត់លក់ហ្នឹងពួកគាត់មានគ្រួសារអត់ព្រោះខ្ញុំឃើញដូចបងដែរមួយថ្ងៃ live ច្រើនមែនទេលក់ម្ហូបលក់លេលក់ខោអាវលក់កាបូបតែស្ត្រីក៏ទាំងអស់ហ្នឹងបងគិតថាពួកគាត់មានគ្រួសារអត់មានកូនមានប្តីអត់គាត់មានប៉ុន្តែគាត់នៅតែចំណាយពេលលក់អនឡាញអាពេលដែលគាត់ធ្វើហ្នឹងដល់គាត់ប្តីគាត់គឺនៅខាងក្រោយកាមេរ៉ាការងារផ្ទះមើលកូនមើលអីកុំឲ្យកូនមកញ៉ៃញ៉ៃពេលគាត់កំពុងលក់អាហ្នឹងគឺប្តីគាត់អ្នកចាត់ចែងការងារអស់ហ្នឹងហើយគាត់អ្នកលក់អនឡាញអញ្ចឹងប្រពន្ធគាត់អ្នករកស៊ីលក់អនឡាញប្តីគាត់អ្នកទៅធ្វើការងារផ្ទះផ្សេងរៀបបាយរៀបទឹកឲ្យហើយទៅដល់ពេលប្រពន្ធឈប់ទៅញ៉ាំបាយអ្នកខ្លះពេលប្រពន្ធពេលហើយអញ្ចឹងទៅញ៉ាំបាយហើយងូតទឹកងូតអីហើយមកលក់ទៀតខ្ញុំឃើញមានអ្នកលក់អនឡាញហ្នឹងក៏ប្រកែដែរហើយភាគច្រើនគឺមនុស្សស្រីគឺគាត់ប្រកែនិយាយគាត់ប្រកែតាក់ទាញហើយចំណូលគាត់ក៏បានខ្ពស់ដែរអញ្ចឹងមនុស្សប្រុសទោះជានៅស្រុកខ្មែរបច្ចុប្បន្នក៏ដោយមនុស្សប្រុសថា role reverse ឥឡូវស្ត្រីមកគាត់ផ្គង់ក្រុមគ្រួសាររឿងថវិការឿងអីវិញហើយបរោះភាគច្រើនធ្វើម្ហូបមើលកូនអីចឹងវិញទៅហ្នឹងហើយសម្រាប់បងជាបរោះខ្មែរដែរបងគិតមិនដែរគិតថាចំណុចហ្នឹងល្អឬក៏បងឯងនៅបែរគិតថាប្រកាន់កន្លែងហ្នឹង no មនុស្សប្រុសគួរតែមកធ្វើ live ធ្វើ online អីវិញឲ្យស្ត្រីទៅមើលកូនវិញសម្រាប់ខ្ញុំអត់ប្រកាន់ទេកន្លែងហ្នឹងព្រោះអីបើថាកាលណាបើមនុស្សប្រុសមកធ្វើអនឡាញលក់អនឡាញអញ្ចឹងអត់មានណាទិញទេខ្ញុំជឿថាអត់មានណាទិញទេអញ្ចឹងអត្តពលមួយកន្លែងហ្នឹងសម្រាប់មនុស្សស្រីខ្លាំងហ៎អញ្ចឹងយើងកុំចង់ទៅប្រៀបធៀបជាមួយគាត់តើមិនបាច់ទៅលក់បាច់អីទេឈប់លក់ឈប់អីទៅឲ្យមកមើលកូនមកទៅខ្ញុំទៅធ្វើចាមួយថ្ងៃគេរកបាន 1000 ហ្នឹងមនុស្សប្រុសចូលទៅហ្នឹងបាន100ផងក៏ថាបានដែរណាអញ្ចឹងមានន័យថាអត្តពលស្ត្រីខ្លាំងមែនទែនមិនមែនត្រឹមតែបង្កើតកូនហើយចិញ្ចឹមកូនហើយគ្រប់គ្រងគ្រួសារនៅក្នុងផ្ទះហើយគាត់អាចថែមទាំងទៅលក់ដូរទៅធ្វើកិច្ចការដើម្បីប្រាក់ចំណូលក្រុមគ្រួសារគាត់ទៀតអញ្ចឹងមិនថាស្ត្រីពីចំនួនមុនពីចំនួនម៉ាក់បងឬក៏ចំនួនប្រពន្ធបងឬក៏ចំនួនឥឡូវគឺអ្វីដែលខ្ញុំស្ដាប់បានគឺស្ត្រីគាត់
គាត់ខ្លាំងមែនទែនហើយthroughout the generation គឺពួកគាត់កាន់តាំងពីមុនមកដែលគាត់មិនចេះអក្សរសោះឥឡូវស្ត្រីមិនត្រឹមតែចេះអក្សរហើយបានការរៀនសូត្រទេប៉ុន្តែគាត់អាចគាត់ថែមទាំងអាច hold leadership role and participate very actively in society in shaping the future and the current situation in both society in Cambodia and here in the US បងបានលើកឡើងមកពីរឿង social media បងគិតថា social media អាចមានអត្ថប្រយោជន៍មិនដែរសម្រាប់រាល់ថ្ងៃហ្នឹងរាល់ថ្ងៃវាមានប្រយោជន៍សម្រាប់អ្នកសុំសួរបងសិនបងមានប្រើ social media អត់ប្រើដែរហើយមួយថ្ងៃមើល social media ប៉ុន្មានដងច្រើនមួយថ្ងៃ24ម៉ោងមួយថ្ងៃ24ម៉ោងច្រើនជាងមើលសភៅបើនិយាយវាមើលសភៅអត់ដែរមើលអត់ចូលទេមើល social media ចូលអញ្ចឹងបងគិតថាមានsocial media មានអត្ថប្រយោជន៍របៀបមិនដែរ social media សប្តាហ៍ថ្ងៃគឺអត្ថប្រយោជន៍ខ្លាំងខ្លាំងមែនទែនយើងអាចធ្វើឲ្យមនុស្សរីកចម្រើនដោយសារ social media យើងអាចធ្វើឲ្យមនុស្សគេហៅស្អីគេដុនដាបបាក់ខូចគេឈ្មោះក៏ដោយសារ social media ដែរចាដូចដែលហើយ social media គឺមានមនុស្សមើលច្រើនមែនទែនដូចឥឡូវហ្នឹងក្នុង podcast នេះមានតែខ្ញុំហើយនឹងបងឯងប៉ុន្តែពេលយើងដាក់ទៅ social media អាចមានរាប់រយអ្នកឃើញយើងស្ដាប់យើងអញ្ចឹងខ្ញុំលើកឡើង social media ហ្នឹងដោយសារខ្ញុំចង់សួរបងថាតើបងគិតថាស្ត្រីជាពិសេសស្ត្រីក្មេងៗស្ត្រី Gen Z ដែលគាត់បកកែខាង social media បកកែការទាញអារម្មណ៍តាក់ទាញនៅក្នុង social media វីដេអូខ្លីៗសំណេរខ្លីៗមែនទែនតើបងគិតថាស្ត្រី the Gen Z women Gen Z youth តើគាត់អាចប្រើ social media របៀបម៉េចដែរដែលអាច move toward gender equality យើងបានលើកឡើងថាស្ត្រីគាត់បានពីមុនអត់ចេះអក្សរឥឡូវចេះអក្សរមានកិច្ចការសង្គមតែយើងនៅតែខ្វះខាតខ្លះស្ត្រីនៅខ្វះខាតខ្លះទៀតដូចជាការសិក្សានៅប្រទេសកម្ពុជាភាគច្រើនស្ត្រីរៀនអត់ចប់ដូចបរិសុទ្ធហើយបរិសុទ្ធគេអាចទៅរៀន college ទៅរៀន university ប៉ុន្តែស្ត្រីវិញពេលខ្លះរៀនអត់ទាន់ចប់ថ្នាក់ទី12ផងបើសិនជាគាត់អ្នកកូនអ្នកស្រុកស្រែអីរៀនអត់ចប់ថ្នាក់ទី12ឲ្យទៅធ្វើកិច្ចការអីផ្សេងទៅធ្វើការរោងចក្រអីចឹងទៅអញ្ចឹងដូចថាវាអត់ទាន់មានភាពស្មើគ្នាវាបានល្អជាងមុនដូចបានល្អជាងចំនួនម៉ាក់បងប៉ុន្តែវានៅតែមានភាពខ្វះខាតវានៅតែមានភាពខ្វះខាតវានៅតែអត់ទាន់បានទៅដល់ gender equality ទេអញ្ចឹងបកមកវិញថាតើស្ត្រីក្មេងៗ Gen Z youth Gen Z women អាចប្រើ social media របៀបណាដើម្បីគាត់ keep improving and keep moving toward gender equality សម្រាប់បញ្ហាហ្នឹងបើសិនជាបើយើងនិយាយថាអូគាត់ជាផ្សេងយើងនៅក្នុងស្រុកខ្មែរគ្រួសារខ្លះដែលគាត់ក្រីក្រគាត់អត់មានសមត្ថភាពបញ្ជូនកូនទៅរៀនទៅអីចឹងណាប៉ុន្តែភាគច្រើនគឺសូម្បីតែអ្នកស្រុកស្រែជនបទភាគច្រើនគឺមានទូរស័ព្ទប្រើគាត់លេង Facebook គាត់លេង TikTok អីចឹងទៅអញ្ចឹងអាក្នុង social media អស់ហ្នឹងដូចជា social media ដូចជា YouTube TikTok អីហ្នឹងគឺគេមានកម្មវិធីគេបង្រៀនដែរអញ្ចឹងបើសិនជាគាត់គិតថាគាត់គ្មានសមត្ថភាពបញ្ជូនកូនទៅរៀននៅសាលាផ្សេងៗអញ្ចឹងប៉ុន្តែជួយប្រាប់គ្នាទៅប្រាប់កូនគាត់ថាឲ្យរៀនទៅតាម YouTube ទៅតាម TikTok ខ្ញុំនិយាយត្រង់ខ្ញុំគេហៅខ្ញុំជាងថត professional សម្រាប់ខ្ញុំរៀនមកពីណាសម្រាប់ខ្ញុំគិតថាខ្ញុំមិនមែន professional ទេខ្ញុំគ្រាន់តែថាចេះខ្លះប៉ុន្តែអ្វីដែលខ្ញុំរៀនណាខ្ញុំចេះជាពីការថតរូបជំនាញថតរូបហ្នឹងពី YouTube ខ្ញុំអត់បានទៅរៀនសាលាអត់បានទៅរៀនពីគ្រូណាខ្ញុំរៀនពី YouTube ខ្ញុំមើលការកាត់តរូបភាពការកែរូបភាពនៅក្នុង YouTube បើបងប្អូនដែលធ្លាប់ស្គាល់ខ្ញុំក្នុងអ្នកនៅតាមគណៈបព្វប្រឆាំងហ្នឹងគឺគាត់ស្គាល់ខ្ញុំទៅតាមថាអីគេស្នាដៃរូបថតរូបទៅតាមកម្មវិធីផ្សេងៗដូចជាមានកម្មវិធីម្ដងកម្មវិធីឲ្យអត់ទាន់អង្គុយចាំកម្មវិធីបាតកម្មកម្មវិធីស្អីក៏ដោយឲ្យតែរៀបចំដោយអ្នកគណៈបព្វប្រឆាំងហ្នឹងគឺខ្ញុំជាអ្នកទៅថតអញ្ចឹងគាត់គិតថាគាត់ជាម្នាក់គាត់ជាហៅទៅជាងថត professional ប៉ុន្តែអាហ្នឹង
គាត់គិតប៉ុន្តែសម្រាប់ខ្ញុំអត់ដែលបានគិតថាខ្លួនឯងជា professional ទេ ចាអញ្ចឹងអ្វីដែលខ្ញុំបានយល់ពីបងគឺថាសម័យ Gen Z សម័យ social media ហ្នឹងយើងមិនត្រឹមតែអាចរៀនបានពី social media យើងអាចចែករំលែកបទពិសោធន៍យើងបានទៀតឧទាហរណ៍ដូចបងអត់បងរៀនពី YouTube ប៉ុន្តែតតែមានអ្នក upload វីដេអូហ្នឹងទៅ YouTube ទៅ social media បានបងរៀនបានយកសិក្សាមេរៀននឹងបានអញ្ចឹងឧទាហរណ៍បងឥឡូវបងរៀនចេះហើយបងដឹងថាថតរូបកន្លែងនេះភ្លើងចេះចុះបានស្អាតបងអាចចែករំលែកបទពិសោធន៍ហ្នឹងទៅ social media ហើយអាចបងរៀនផ្សេងទៀតបានជាពិសេសយុវជនជាពិសេស Gen Z ដែលគាត់បកកាយមែនទែនខាង technology ខាង social media ហ្នឹងគឺអ្វីដែលគាត់គិតថាអានេះទូចាស់ចំណុចទូចាស់គេចេះអស់ហើយប៉ុន្តែកុំគិតអញ្ចឹងយើងជំរុញឲ្យគាត់ចែកបទពិសោធន៍ចែករំលែកបទពិសោធន៍ចែករំលែកការចេះដឹងរបស់គាត់ពីព្រោះដូចយើងនិយាយមិនអញ្ចឹងនៅមានទោះបីភាគច្រើនឥឡូវស្ត្រីក៏ដោយយុវជនក៏ដោយមានការសិក្សាបានច្រើនមែនប៉ុន្តែនៅមានចំណុចខ្លះដែលគាត់ដោយសារថវិកាគ្រួសារគាត់មិនអាចរៀនមិនអាចចូលកិច្ចការសង្គមឬត្រូវមើលថែគ្រួសារអញ្ចឹងដែលគាត់អត់មានបទពិសោធន៍អញ្ចឹងហើយប៉ុន្តែគាត់អាចរៀនពី social media បានអញ្ចឹងសម្រាប់យុវជនគាត់អាច share ហើយ learn from social media ហើយអ្វីមួយទៀតដែលខ្ញុំគិតថាស្ត្រីយើងអាចនឹងchallenge the stereotypes challenge society គឺអ្វីទូចមួយដែលនៅក្នុងផ្ទះឧទាហរណ៍ដូចថាបងបានធ្វើហើយគឺការកិច្ចការផ្ទះប៉ុន្តែសម្រាប់ស្ត្រីផ្សេងទៀតឬក៏បរិសុទ្ធផ្សេងទៀតជាប្តីជាបងជាឪពុកដែលគាត់អត់ទាន់បានធ្វើជួយធ្វើកិច្ចការស្ត្រីឧទាហរណ៍ថាមួយអាទិត្យ7ថ្ងៃម្ដាយឬក៏បងស្រីឬក៏ប្អូនស្រីជាស្ត្រីគាត់ធ្វើកិច្ចការផ្ទះគាត់ធ្វើម្ហូបគាត់បោសជូតសម្អាតផ្ទះយើងជួយគាត់4ថ្ងៃបរិសុទ្ធធ្វើ3ថ្ងៃស្ត្រីធ្វើ4ថ្ងៃអញ្ចឹងយើងចាប់ផ្ដើមចែករំលែកការធ្វើអ្វីដែលយើងគិតថាកិច្ចការនឹងរបស់ស្ត្រីតែបរិសុទ្ធអាចចែករំលែកគាត់បានហើយចំណុចមួយទៀតដែលខ្ញុំចង់ផ្ដោតទៅខាងយុវជនទៅខាងស្ត្រីគឺគាត់អាចចាប់ផ្ដើមកន្លែងទូចមួយពីព្រោះពេលខ្លះខ្ញុំនិយាយពីបទពិសោធន៍ខ្ញុំចាស់ថាពេលខ្លះយើងចង់បានការផ្លាស់ប្ដូរអីមួយយើងគិតថាផ្លូវហ្នឹងវែងឆ្ងាយយើងមិនអាចទៅដល់បានទេប៉ុន្តែបើយើងចង់ផ្លាស់ប្ដូរយើងត្រូវតែចាប់ផ្ដើមតាមជំហានទូចមួយដូចដែលយើងបាននិយាយមកអញ្ចឹងជំហានទូចមួយដែលយើងអាចធ្វើនៅផ្ទះបានគឺជួយធ្វើម្ហូបជួយធ្វើអីកិច្ចការផ្ទះដែលយើងគិតថាកិច្ចការជាស្ត្រីតែពេលយើងចូលសង្គមយើងអាចធ្វើអីផ្សេងមួយទៀតពេលដែលយើងតាម social media យើងអាចធ្វើអីផ្សេងមួយទៀតអញ្ចឹងបាន my message to the younger women and the Gen Z and the youth is that your voice matter and your voice speak volume. So if you want to change, it start with your voice. You have to challenge the stereotype. Women are more capable of than just being a housewife at home. Women are capable of leading the country when decision-making process include women, we tend to have a better outcome. We have a better result. Especially if we're talking about leading a country, women make up over 50% of the country population. So every decision affects women. So women need a seat at the table and they deserve a seat at the table. ចឹងហើយបានយើងគិតថា education is very, very important for women, for younger women, so they can help their society, help their country and shape their future. ហើយបងមាន message អីទេសម្រាប់យុវជនដែលគាត់ជាស្ត្រីក្មេងឥឡូវហ្នឹងហើយបទពិសោធន៍ដែលបងមានពីបងឃើញការលំបាកការតស៊ូតាំងពីចំនួនម៉ាក់បងតាំងពីចំនួនបងហើយនឹងប្រពន្ធបងហើយឥឡូវបងមានកូនteenager ទៀតតើបងមាន message អីសម្រាប់ស្ត្រីសម្រាប់យុវជនដើម្បីឲ្យគាត់ខំប្រឹងប្រែងការរៀនសូត្ររបស់គាត់ឲ្យគាត់មានរីកចម្រើនឲ្យគាត់ចូលរួមកិច្ចការសង្គមដើម្បីអនាគតរបស់គាត់បងខ្ញុំគ្រាន់តែចង់ផ្ដាំទៅយុវជនស្ត្រីផ្សេងដែលគាត់
មានគំនិតថាការងារមនុស្សស្រីយើងមិនបាច់ចាំទៅរៀនសូត្រអីឆ្ងាយគ្រាន់តែធ្វើការងារផ្ទះបន្តិចបន្តួចហ្នឹងបានហើយចេះចោលហ្នឹងមិនបាច់ទេត្រូវខំប្រឹងរៀនជាពិសេសបងបងស្រីនៅស្រុកខ្មែរដែលគាត់មានកម្រងមកខាងស្រុកអាមេរិកដែលមានគ្រួសារទៅធានាមកអាមេរិកអីដែលគាត់មិនទាន់បានមកហ្នឹងណាតែគាត់មានកម្រងមកគឺត្រូវប្រឹងរៀនជាពិសេសភាសាអង់គ្លេសសំខាន់មែនទែនខ្ញុំជួបបងប្អូនយើងដែលភៀសខ្លួនមកថ្មីនេះភាគច្រើនគឺគាត់អត់ចេះភាសាអង់គ្លេសហើយផលលំបាកបំផុតដែលអត់ចេះភាសាអង់គ្លេសនៅស្រុកអាមេរិកនេះគឺពិបាកខ្លាំងបំផុតយើងដូចមនុស្សកអញ្ចឹងធ្វើអីក៏ធ្វើមិនកើតការងារនៅស្រុកនេះអត់ខ្វះហើយការងារនៅស្រុកអាមេរិកនេះអត់ខ្វះហើយបើសិនជាយើងចេះភាសាអង់គ្លេសទៅកន្លែងណាក៏គេយកកន្លែងហ្នឹងហើយបងប្អូនយើងគាត់មកក្រោយនេះគាត់មិនសូវបានចេះភាសាអង់គ្លេសពិបាករកការងារមែនទេហើយភាសាអង់គ្លេសរៀនអនឡាញបានទៀតហ្នឹងហើយភាសាអង់គ្លេសរៀនអនឡាញបានដូចខ្ញុំថាមកអញ្ចឹងរៀនតាម YouTube តាម Facebook គេមានអ្នកបង្រៀនតាមអនឡាញយើងមិនបាច់ចាំទៅរៀនណាឆ្ងាយយើងនៅតែផ្ទះបើសិនជាអ្នកមានកូនហើយនៅតែផ្ទះមើលកូនមើលអីរៀនខ្លះទៅអាហ្នឹងយើងកុំបណ្ដោយឲ្យសោះអារឿងរៀនភាសាហ្នឹងគឺខ្លាំងមែនទែនជាពិសេសគឺអ្នកដែលមានកម្រងមកស្រុកអាមេរិករៀនភាសាអង់គ្លេសគឺសំខាន់បំផុតបាទខ្ញុំគ្រាន់តែចង់ផ្ដាំប៉ុណ្្នឹងឯងហើយសំណួរចុងក្រោយដែលខ្ញុំចង់សួរបងថាតើមានមេរៀនអីមួយដែលពេលបងមានកូនស្រីទី1បងគិតថានេះជាមេរៀនដែលបងរៀនដំបូងពេលដែលមានកូនស្រីហើយព្រោះបងមានកូនប្រុសដែរកូនបងទី1គឺកូនប្រុសប៉ុន្តែតើមានមេរៀនអីមួយដែលបងដែលធ្វើឲ្យបងឯងដូចថា change your mind ឬក៏ get a new perspective ពេលដែលចាប់ផ្ដើមមានកូនស្រីចាប់ផ្ដើមតាំងពីដូចថាម៉ាក់បងវេទនាម៉ាក់បងធ្វើគ្រប់យ៉ាងដើម្បីគ្រប់គ្រងគ្រួសារហើយមានប្រពន្ធមកក៏ជួយកិច្ចការគ្នាដែរដល់តែពេលមានកូនស្រីទៅបាយមានអារម្មណ៍ថា your mind shift តើបងមានមេរៀនអីមួយដែលបងអាចចែករំលែកដែល your daughter taught you anything about family anything about life what has your daughter taught you about life any new perspective that they have given to you គឺផ្លាស់ប្ដូរផ្លាស់កំណត់ចាស់ទុំជាងមុនណាចាស់ទុំជាងមុនហើយគិតអាណិតមនុស្សស្រីច្រើនជាងមុនជាពិសេសប្រពន្ធនឹងមកគាត់ក្រោយពីមានកូនហើយហ្នឹងគឺវេទនាមិនមែនក្រោយអាពេលដែលកំពុងសម្រាលកូនហ្នឹងគឺវេទនាយើងនៅនឹងស្រាប់យើងនៅនឹងស្រាប់គឺមើលទៅគឺវេទនាអាណិតខ្លាំងមែនទេទម្រាំតែកូនកើតចេញមកយំងាឬសំឡេងកូនហ្នឹងគឺមិនងាយទេខ្ញុំសុំបើកវងកញ្ចក់កន្លែងហ្នឹងបន្តិចបងពេលបងស្រីគាត់deliver បង deliver នៅផ្ទះឬនៅពេទ្យនៅពេទ្យហើយកូនស្រីដំបងបង deliver ប្រហែលថ្ងៃទៅគាត់ឈឺពោះប្រហែលម៉ោងទៅគាត់ឈឺពោះដូចជា1ម៉ោងជាងដែរតែរំតែយើងយកទៅពេទ្យដល់ពេលទៅដល់ពេទ្យក៏មិនទាន់កើតភ្លាមដែរដល់ពេទ្យហ្នឹងគឺនៅប្រហែលជា 3-4 ម៉ោងទៀតណា 3-4 ម៉ោងទៀតទាំងរំតែកើតហើយអាពេលដែលឈឺម្ដងណាជួនកាលទៅឈឺខ្លាំងចឹងទៅប៉ុន្តែអត់វាបាត់ទៅវិញទៅវាមិនទាន់កើតភ្លាមអាពេលដែលកំពុងឈឺហ្នឹងមើលទៅគាត់គឺវេទនាធ្វើឲ្យយើងនឹងជាគ្រួសារដែលនៅក្បែរហ្នឹងអាណិតស្រស់ហើយក្រោយពីហ្នឹងមកដូចមានអារម្មណ៍ថាដូចលេងចង់បានមើលប្រពន្ធដូចពិបាកពេលដែលលេងចង់យកឲ្យតាមមើលប៉ុន្តែយកតែ3ឯងយកច្រើនពេកគឺពិបាករឿងយើងខាតការងារច្រើនយើងត្រូវមើលកូនមើលអីចឹងទៅខ្ញុំចង់សួរបងមួយទៀតខ្ញុំថាសួរបងចុងក្រោយតែខ្ញុំមានសំណួរមួយទៀតដោយសារយើងនិយាយពីរឿង delivery the child ខ្ញុំចង់ដឹងថាតើបងអាចប្រាប់ខ្ញុំបានទេថាខ្ញុំធ្លាប់តែឮពាក្យថាប្រពន្ធឆ្លងតលេតើឆ្លងតលេហ្នឹងមានន័យថាម៉េចពីព្រោះការបង្កើតកូនមួយគឺអ្វីដែលខ្ញុំឃើញគឺពិបាកមែនទែនហើយអ្វីមួយដែលបុរសមិនអាចធ្វើបានទេហើយស្ត្រីគឺគេឲ្យតម្លៃគាត់ចំណុចផ្សេងទៀតប៉ុន្តែចំណុចហ្នឹងគឺគេឲ្យតម្លៃគាត់ខ្លាំងមែនទែនអញ្ចឹងការឆ្លងតលេហ្នឹងពាក្យហ្នឹងមានន័យថាម៉េចដែរបងអានេះខ្ញុំក៏មិនដែរឆ្លងទលេខ្ញុំអត់ដឹងទេប៉ុន្តែនិយាយពីរឿងឆ្លងទលេមែនទេអាទលេយើងជិះទូកឆ្លងទលេណាប៉ុន្តែខ្ញុំឮចាស់គាត់និយាយប្រាប់បន្តគ្នាដែរខ្ញុំអត់ដឹងខ្ញុំអត់យល់នៃពិតប្រាកដគាត់ថា
ឆ្លងពេលកើតកូនគេហៅពាក្យឆ្លងតលេហ្នឹងគឺវាផ្សងគ្រោះថ្នាក់នៅពេលដែលគេចាស់និយាយប្រាប់ខ្ញុំណាខ្ញុំអត់ដែរឆ្លងទេចាស់គាត់ថាការឆ្លងទន្លេជិះទូកឆ្លងទន្លេហ្នឹងគឺផ្សងគ្រោះថ្នាក់ជួនកាលទៅមានខ្យល់ព្យុះខ្យល់អីមកនៅកណ្ដាលទន្លេមិនមែនដូចយើងនៅស្រុកអាមេរិកនេះមានខ្យល់ព្យុះមកយើងអាចដឹងមួយអាទិត្យពីអាទិត្យមុនអីគេបិទអត់ឲ្យយើងចេញដំណើរតាមទឹកតាមអីអត់ទេនៅចាស់ពីដើមក្នុងស្រុកខ្មែរហ្នឹងគឺពេលគាត់ឆ្លងជិះទូកឆ្លងទន្លេគឺផ្សងនឹងការគ្រោះថ្នាក់តែកាលណាមានខ្យល់ព្យុះមានអីមកគឺពិបាកអញ្ចឹងគាត់អាចនឹងបាត់បង់ជីវិតកណ្ដាលទន្លេហ្នឹងក៏ថាបានដែរអញ្ចឹងអាពាក្យការប្រសូតកូនប្រសូតកើតកូនហ្នឹងគឺដូចគ្នានឹងការឆ្លងទន្លេអាហ្នឹងចាស់ប្រាប់ខ្ញុំគឺមានអីចឹងពីព្រោះពេលកើតកូននឹងគ្រោះថ្នាក់មែនទែនគ្រោះថ្នាក់ហើយប៉ុន្តែយើងទុកចិត្តពេទ្យនៅស្រុកនេះយើងទុកចិត្តខ្ពស់ហើយខ្ញុំឃើញយើងឃើញស្រាប់ហើយនៅក្នុងស្រុកខ្មែរយើងមួយចំនួនគាត់ពេលគាត់បាត់បង់ជីវិតនៅពេលគាត់កើតកូនឃើញទេដោយសារមូលហេតុច្រើនយ៉ាងការខ្វះខាតថវិកាឲ្យពេទ្យការទៅពេទ្យមិនទាន់អីចឹងទៅអានឹងសិតជារឿងគ្រោះថ្នាក់ឃើញទេវាគ្រោះថ្នាក់ខ្លាំងអញ្ចឹងទៅបានចាស់ក៏ប្រៀបធៀបពាក្យថាឆ្លងទន្លេពាក្យថាកើតកូនរឿងកើតកូនទៅនឹងពាក្យថាឆ្លងទន្លេរឿងនេះពេលខ្លះទៅខ្ញុំឃើញតាម TV តាម movie ឬថាគាត់ឆ្លងទន្លេអត់ផុតអញ្ចឹងទៅមានគ្រោះថ្នាក់ទៅដល់ម្ដាយឬក៏ទៅដល់កូនពេលខ្លះក្នុងនាមជាឪពុកនឹងត្រូវជ្រើសរើសថាតើជួយសង្គ្រោះម្ដាយឬក៏ជួយសង្គ្រោះកូនពីព្រោះมันអាចសង្គ្រោះគាត់ទាំងពីរនាក់អញ្ចឹងពេលខ្លះយើងឆ្លងទន្លេទៅដល់មកជាហៀងទៀតអ្នកខ្លះចឹងទៅឆ្លងអត់ទៅដល់ទេដោយសារខ្យល់ព្យុះដោយសារ emergency ពាក់កណ្ដាលទន្លេហ្នឹងអញ្ចឹងបានថាស្ត្រីគឺគាត់ខ្លាំងក្លាមែនទែនមានដូចថាការទ្រាំនឹងការឈឺនឹងការវេទនាគាត់ពោពោះ9ខែ10ថ្ងៃបើសម្រាប់ខ្ញុំវិញពេលញ៉ាំបាយហើយពេលឆ្អែតទៅមានអារម្មណ៍ថាពិបាកក្នុងខ្លួនចុះទម្រាំគាត់9ខែ10ថ្ងៃហើយត្រូវឆ្លងទន្លេទៀតមិនដឹងតែឆ្លងផុតឬក៏មិនផុតអាការឈឺហើយអ្នកខ្លះស្ត្រីខ្លះទៅគាត់វះហើយវះចឹងទៅមានស្នាមក៏ដូចថាwound on your body so that affects the woman's self confidence self esteem as well ប៉ុន្តែគាត់នៅតែធ្វើទោះបីគាត់ដឹងថាពោះមានកូនពិបាកត្រង់ណាហើយពេលបានបង្កើតកូនហើយយើងត្រូវចិញ្ចឹមពេលវេលាខ្លួនឯងស្ទើរទាំងគ្មានផងប៉ុន្តែគាត់នៅតែពោះដើម្បីគ្រួសារគាត់ដើម្បីfor the family the woman suffer and sacrifices so much so ការឆ្លងទន្លេហ្នឹងគឺមានន័យជ្រៅជ្រះមែនទែនហើយពិបាកមែនទែនអញ្ចឹងសម្រាប់យុវជនខ្មែរសម្រាប់នារីខ្មែរនារីវ័យក្មេងគឺយើងត្រូវតែខំប្រឹងរៀនសូត្រសិក្សាឲ្យបានខ្ពង់ខ្ពស់ដើម្បីយើងជួយសង្គមដើម្បីយើងជួយ shape the future of your future and the future of your country ហើយ in conclusion one thing that I want to leave the audience with is your voice matter we said this earlier and I will say this again that your voice matter even if it start with the smallest move even if it start with small move or small act at home you can challenge the stereotype women deserve a seat at the leadership table and អ្វីដែលសំខាន់មួយទៀតដែលខ្ញុំភ្លេចដែលលើកឡើងមកបងគឺរៀងរាល់ឆ្នាំខែ3 in March គេតែងតែធ្វើ International Women's Day but it's important that វាសំខាន់មែនទែនដែលយើងត្រូវដឹងថាខែ3រៀងរាល់ឆ្នាំថ្ងៃទី8ខែមីនាគឺជាសិទ្ធិស្ត្រីប៉ុន្តែមិនមែនមានន័យថាយើង celebrate គាត់តែមួយថ្ងៃហ្នឹងទេគឺយើងត្រូវ celebrate គាត់365ថ្ងៃក្នុងមួយឆ្នាំគាត់ធ្វើកិច្ចការក្នុងនាមជាស្ត្រី365ថ្ងៃអញ្ចឹងយើងត្រូវតែ celebrate គាត់រាល់ថ្ងៃក្នុងមួយឆ្នាំទៅមួយឆ្នាំហើយជាពិសេសថ្ងៃទី8ប៉ុន្តែមិនមែនមានន័យថាយើង celebrate គាត់តែថ្ងៃទី8ទេ so again women's and young women have to
ability to use social media now to stay informed and inform other and share experience with other people just like Bong Camera just did ខ្ញុំអត់ស្គាល់ពាក្យថាឆ្លងតលេហ្នឹងមានអីតែបង camera គាត់បានចែករំលែកតាម social media ចែករំលែកថាឆ្លងតលេហ្នឹងមានន័យថាម៉េចគាត់ឮពីចាស់ៗមកថាម៉េចមិនត្រឹមតែខ្ញុំទេដែលឥឡូវយល់ហើយថាឆ្លងតលេហ្នឹងមានន័យថាម៉េចប៉ុន្តែសម្រាប់អ្នកទាំងអស់គ្នាដែលកំពុងតែមើលហ្នឹងក៏យល់ដែរអញ្ចឹងគាត់គ្រាន់តែការបទពិសោធន៍គាត់មួយហ្នឹងគាត់អាចចែករំលែកដល់រាប់រយនាក់អញ្ចឹង social media is very powerful, especially in the Generation Z, in the society that we live in today. So I encourage women and young people to use social media to share information and to get information and to speak up against what you believe is injustice. Speak up for justice on social media, in your home, in your society, in your town, because your voice matter and you need to use it to help shape your future, to help shape your life and to help shape Cambodia as well as the society that you live in today. ជាចុងបញ្ចប់តើបងមានពាក្យអីផ្ញើទៅអ្នកតាមដាន episode ឬក៏តើបងមានពាក្យអីផ្ញើទៅខាងស្ត្រីជាប្រពន្ធបងក៏ដោយជាម្ដាយបងឬក៏ស្ត្រីផ្សេងៗទៀតតើបងមានពាក្យបណ្ដាំអីផ្ញើទៅពួកគាត់ទាំងអស់គ្នាខ្ញុំផ្ដាំទៅស្ត្រីគ្រប់រូបគឺខ្ញុំគោរពនិងអរគុណមែនទែនចំពោះការលើកកម្ពស់សង្គមផ្សេងគាត់ធ្វើការធ្ងន់មែនទែនស្ត្រីតាំងពីការពោពោះបង្កើតកូនកើតហើយក៏គាត់នៅតែមើលថែកូននៅក្នុងផ្ទះហើយកុំគិតថាការងារហ្នឹងជាការងារស្រាលជាការងារអត់ប្រយោជន៍ជាការងារដែលពិបាកមែនទែនអញ្ចឹងសូមយើងផ្ដល់តម្លៃនិងលើកកម្ពស់ស្ត្រីជារៀងរាល់ថ្ងៃមិនមែនតែថ្ងៃសិទ្ធិនារីតែមួយថ្ងៃប៉ុណ្ណោះទេបាទសូមអរគុណចាអរគុណបងដែលបានមកចូលរួមជាមួយខ្ញុំ join me for this episode of the podcast and thank you so much to all of you who are watching from home or listening from your car. This will conclude our episode on women's empowerment and I will see you in the next episode and don't forget that we have My Future Podcast is available on Facebook, YouTube, Instagram, Apple Music as well as Spotify. So we will see you at the next episode. Yep.